ពិតជាសំណាងណាស់មានទាំងកូនប្រុសមានទាំងកូនស្រីសំណាងស្អីទៅបើគុំតែកូនដំបងកើតបានក្មេងចង្រៃនេះណាខ្ញុំក៏មិនបាច់ហត់ពោះពោះកូនមួយទៀតដែរមិនក៏ស្រឡាញ់កូនមិនស្មើគ្នាបែបនេះបើស្រឡាញ់នឹងក្មេងនេះណាខ្ញុំបកគលឲ្យដៃ10យកទៅណាក៏យកទៅម៉ាបន្ទុកខ្ញុំបានខ្ពស់ជាងបន្ទុកសាឡាដល់ទៅ20បន្ទុកម៉ាក់មើលទៅយកចេញទៅអីយ៉ាយើងគ្មានលុយឲ្យឯងរៀនមហាវិទ្យាល័យទេយើងរៀបចំសាលាគរុកោសល្យក្បែរនេះឲ្យឯងហើយមិនបាច់បង់ថ្លៃសាលាទេរាល់ថ្ងៃមានប្រាក់ឧបត្ថម្ភ1000ទៀតឯងឈប់យកសັບតែថ្ងៃទៀតទៅម៉ាខ្ញុំប្រឡងបានលេខ20នៅក្នុងថ្នាក់អីយយខែនេះតាប៉ៅប្រឡងបានលេខ20កូនម៉ាក់ពិតជាពូកែណានេះម៉ាក់ឲ្យរង្វាន់កូនណាអរគុណម៉ាក់នេះល្អណាស់ឯងមើលទៅគេរៀនចប់លេខ20ខ្ញុំដឹងមួយជីវិតម៉ាក់គិតតែពីតាប៉ៅម្នាក់គុណម៉ាក់មិនដែលស្រឡាញ់ខ្ញុំទេតែបើពេលនេះខ្ញុំប្រាប់ម៉ាក់ថាខ្ញុំចិត្តស្លាប់ហើយនោះតើម៉ាក់នៅបង្ខំឲ្យខ្ញុំរកលុយទៀតទេកូនចង្រៃនិយាយទៅពីអពមង្គលមិនឈប់ក៏មកសម្ដែងគួរអាណិតដាក់ជើងបើទោះជាឯងត្រូវស្លាប់ក៏គួរស្លាប់នៅក្នុងក្រុមហ៊ុនដើម្បីឲ្យយើងស្រួលទាមទារថ្លៃសំណងការងារបែបនេះយើងនឹងបានលុយកាន់តែច្រើនយកមកជួសជុលនិងធ្វើផ្ទះឲ្យបងអូនឯងល្អជ្រុលជាអញ្ចឹងចាប់ពីថ្ងៃនេះទៅខ្ញុំនឹងម៉ាក់ហើយនឹងកូនប្រុសម៉ាក់មិនពាក់ព័ន្ធនឹងគ្នាទៀតទេសួរតាប៉ៅចង់មានមិត្តស្រីក៏មានតែចោះឲ្យគេចេញធ្វើការរកលុយខ្លួនឯងមិនចឹងណាសុំទានគេក៏បានខ្ញុំឈប់ផ្គត់ផ្គង់លុយកាក់ឲ្យទៀតហើយហេអាឡូជ្រុលជាគ្រប់គ្នាគ្មានមេត្តានឹងខ្ញុំទៅហើយអញ្ចឹងក៏មិនទោសដែលខ្ញុំចិត្តដាច់លុយដែលខ្ញុំខំរកទាំងប៉ុន្មានពេលខ្ញុំស្លាប់ទៅខ្ញុំនឹងមិនទុកឲ្យតាប៉ៅសំបីមួយកាក់មួយសេនយើងជាទាយាទស្នងមរតកឲ្យតាមដានមនុស្សស្រីទាំងកណ្ដាលថ្ងៃត្រង់បើគេដឹងយកមុខទៅទុកឯណាណែអ្នកប្រុសប្រយ័ត្ននាងឃើញសុំមកទៅនេះគេទាំងកណ្ដាលថ្ងៃច្បាស់ជាមិនអាចកំបាំងឬមិនចង់ដឹងទេថានាងនិងលោកប្រធានមានពាក់ព័ន្ធគ្នាឬអត់រឿងដែលគួរឲ្យស្ដាយបំផុតក្នុងជីវិតគឺខ្លួនស្លាប់ទៅហើយតែលុយចាយមិនទាន់អស់បើសិនជាស្លាប់មែនមិនដឹងថាសួរតាប៉ៅនឹងយកលុយខ្ញុំទៅធ្វើរឿងស្អីខ្លះទេមិនបានឆ្លៀតឱកាសខ្ញុំនៅរស់បាន20ថ្ងៃទៀតខ្ញុំត្រូវតែចាយឲ្យអស់ពីកាបូបអ្នកនាងចង់ឲ្យខ្ញុំជួយតាមមែនទេខ្ញុំចង់ដកលុយចង់ដកប៉ុន្មានដែរដកទាំងអស់ក្នុងគណនីអ្នកនាងលុយសរុប1,468241បញ្ជាក់អ្នកនាងចង់ដកទាំងអស់មែនទេត្រូវហើយទាំងអស់ប្រាប់ផងបានទេអ្នកនាងមានបំណងអីទើបដកលុយច្រើនយ៉ាងនេះខ្ញុំចង់ចាយឲ្យអស់កាបូបនេះទំនងជាដាក់អស់ហើយមែនទេដាក់អស់នេះហេជាទម្ងន់ទឹកលុយដែលខ្ញុំមានអ្នកប្រុសសុំមកអាចដកលុយបានច្រើនភ្លាមបែបនេះច្បាស់ជាលោកប្រធានផ្ដល់ឲ្យហើយវ៉ាសំជាហាងអាហារប្រណិតបំផុតនៅក្រុងយិនឆឹងនេះពិតមែនបើកាលពីមុនវិញខ្ញុំប្រហែលជាមិនហ៊ានសំបីតែកលេចមើលផងសូមទូលអ្នកនាងដើម្បីផ្ដល់សេវាកម្មល្អបំផុតជូនភ្ញៀវដែលមានកិត្តិយសទាំងអស់យើងទទួលតែភ្ញៀវដែលមានកាតសមាជិកប៉ុណ្ណោះអ្នកនាងអញ្ជើញទៅរកហាងផ្សេងពិសាចុះធ្វើម៉េចអាចបានកាតសមាជិកទៅមិនច្រើនទេគ្រាន់តែអ្នកនាងបញ្ចូលលុយម្ដង100000ទៅក្នុងកាតអាចក្លាយជាសមាជិកបានហើយលុយមិនច្រើនទេស្មានតែត្រូវចំណាយដល់លានតែចុះលុយ100000នេះអ្នកនាងចង់ទូទាត់តាមណាលុយសុទ្ធទទួលទេថាម៉េចអីលើខ្ញុំចូលអង្គុយបាននៅប្រកាសជាបានមួយនេះនិងមួយនេះពេលបីមុខមិញអត់យកទេក្រៅពីនឹងយកមកទាំងអស់អ្នកចាត់ការស្រីម្នាក់នោះមកពីគ្រួសារលំដាប់ណា
ចូលហាងប៉និតតែញ៉ាំដោយមកហូបតាមចាំផ្លូវទើបតែឃើញលើកទី1ទេប្រហែលជាមានពិតប្រកបគឺបែបនេះហើយអ្នកប្រុសភោជនីយដ្ឋាននេះបើអ្នកគ្មានទ្រព្យខ្ទង់នេះមិនហ៊ានចូលទេស៊ុំមឹងម្នាក់នេះចាយលុយដូចกระดาษខ្សែនេះមិនតូចទេសួស្តីអ្នកនាងភ្ញៀវកិត្តិយសតាអាហារមួយតុនេះពេញចិត្តហើយនៅពេញចិត្តខ្លាំងណាស់នៅទីនេះមានបាងទទួលលុយធីបដែរទេអាស្រ័យលើទឹកចិត្តអ្នកនាងតិចក្តីច្រើនក្តីមិនអីទេគ្រាន់ទេនេះច្រើនពេកហើយប៉ុណ្ណេះគឺបានហើយលើលោកនេះមានមនុស្សមិនចង់បានលុយដែរឲ្យនាងទាំងអស់លោកប្រធានអូប្រធានផ្នែកស៊ូនេះក៏មកញ៉ាំនៅហាងនេះដែរចាមិនដឹងស្មានថាចៃដន្យបែរជាបានជួបលោកប្រធាននៅទីនេះសោះរឿងជាមួយក្រុមហ៊ុនយានឆឹងខ្ញុំមិនទាន់អរគុណលោកទេមិនដែលវាងយានឆឹងនោះចរិតគេមិនសមរម្យធ្វើឲ្យនេះលំបាកហើយមិនលំបាកអីទេទាំងនេះបានលោកប្រធានរកខុសត្រូវឲ្យតាមពិតទៅខ្ញុំគិតថារឿងតូចតាចបែបនេះមិនគួរឲ្យលោកប្រធានចេញមុខដោះស្រាយទេទើបមិនហ៊ានជម្រាបទៅលោកប្រធានតាមពិតទៅខ្ញុំបានលើកពីកូនចៅរបស់នាងស៊ូស៊ីយានទៅវិញទេទើបខ្ញុំអាចដឹងរឿងរ៉ាវពិតប្រាកដគេប្រាប់លោកប្រធានឲ្យផ្ទាល់ទេត្រូវហើយចុះហេតុអីបានជាគេមិនព្រមប្រាប់ខ្ញុំតាមត្រង់បន្ទប់ទទួល VIP បានរៀបចំរួចហើយសូមចេញលោកទៅតាមខ្ញុំហើយនេះមិនចាំបាច់ទេខ្ញុំញ៉ាំនៅតនេះទៅចុះប្រធានផ្នែកស៊ូនេះប្រកាសដែរទេបើនៅកំដរតែចាស់ខ្ញុំអង្គុយហូបបាយមួយពេលច្បាស់ជាបានហើយការដែលបានរួមតុអាហារជាមួយលោកប្រធានជាកិត្តិយសខ្ញុំណាស់អញ្ចឹងខ្ញុំមិនគួរសមទេអ្នកប្រុសក្តីសង្ឃឹមចុងក្រោយអ្នកប្រុសអាលីអស់ហើយសង្ស័យថ្ងៃរាពីទិសខាងលិចហើយទើបបានជាហៅខ្ញុំមកផឹកស្រាមិនដូចជាចរិតឯងសោះយើងមានមិត្តភក្តិម្នាក់ថ្មីនេះគេមានបញ្ហាធំមួយចង់មកសុំយោបល់ពីឯងដោះស្រាយបញ្ហាមិត្តភក្តិអញ្ចឹងហ៎អញ្ចឹងយើងកាន់តែចង់ដឹងណាស់ថាមិត្តភក្តិរបស់ឯងម្នាក់នោះមានបញ្ហាទៅប្រាប់យើងបានទេគេលងស្នេហ៍នឹងប្អូនស្រីឪពុករួមរបស់ខ្លួនឯងលងស្លាញ់ប្អូនស្រីខ្លួនឯងមិនមែនទេនៃរបស់ខ្ញុំចង់ថាមិត្តភក្តិរបស់ឯងស្រឡាញ់ប្អូនស្រីឪពុករួមម្ដាយទីទៅដើមឡើយគេមិនដឹងថានាងជាប់សាច់ឈាមជាប្អូនស្រីទេតែត្រង់នេះមិនមែនជារឿងសំខាន់ទេចំណុចសំខាន់គឺជួយគិតមើលទៅថ្ងៃមុខគួរធ្វើយ៉ាងម៉េចម្យ៉ាងពួកគេជាថ្នាក់លើនឹងកូនចៅជាមិនផុតពីត្រូវជួបមុខគ្នារាល់ថ្ងៃមិនបានក្រៅខ្លួនទេមិនចាំបាច់គិតច្រើនឡើយច្បាស់ជាត្រូវផ្ដាច់ទំនាក់ទំនងគ្នាកុំជួបមុខគ្នាទៀតអីតែបាននិយាយទៅមានរឿងមួយដែលជឿឆ្ងល់មិត្តភក្តិរបស់ឯងម្នាក់នោះមិនក៏ហ៊ានសន្និដ្ឋានច្បាស់ម្ល៉េះថានាងត្រូវជាប្អូនស្រីចាំគ្មានអ្វីអះអាងបើសិនជាមិត្តភក្តិរបស់ឯងម្នាក់នោះយើងនឹងតែធ្វើតែ DNA ដើម្បីកុំឲ្យថ្ងៃក្រោយខ្លាយទៅជារឿងយល់ច្រឡំនឹងគ្នាយើងជំនួសឲ្យមិត្តយើងអរគុណឯងអ្នកប្រុសមានដំណឹងល្អនិងដំណឹងអាក្រក់អ្នកប្រុសចង់ដឹងមួយណាមុននៅសាខាឡាសានមានតំណែងទំនេរហើយចង់ទៅធ្វើនៅទីនោះទេលទ្ធផល DNA ចេញហើយអ្នកប្រុសនិងកញ្ញាស៊ូមិនជាប់សាច់ឈាមនឹងគ្នាទេនៅទៀតអ្នកប្រុសធំគិតទេថាអ្នកប្រុសមិនមែនកូនបង្ការរបស់លោកប្រធានចេញឲ្យឆ្ងាយខ្ញុំមានរឿងចង់និយាយជាមួយមានរឿងអីបានជាអាចកំបាំងម្លេះយ៉ាងម៉េចដឹងអត់បាក់ភ្នែកទេអីមិនដឹងអីមែននាងធ្វើការយ៉ាងម៉េចនឹងម៉ងមានរបួសកន្លែងណាទេស្ថានភាពនាងពេលនេះបើប្រៀបនឹងខ្ញុំកាលពីមុនមិនខុសប្លែកពីគ្នាប្រហែលទេនាងមិនអីទេមិនបាច់ធ្វើប៉ុតចិត្តល្អទេសំណាងល្អតែតែមានភាពប្រែប្រួលកុំភ្លេចថាពីមុននាងឆ្លងធ្វើជាឆ្ងាយជាឆ្មាលិតជង្គង់នៅចំពោះមុខយើងសូមម៉ងបើយើងរួមមិនស្រួលឯងក៏មិនបានសោះសន្តិសុខចាប់ស្រីឈូនេះចេញទៅក្រៅភ្លាមទៅណែលេងយើងទៅម៉ងចូលដល់តំណែងតំណងពួកជើងជួយនិយាយពីល្អពីបងនៅនឹងមុខលោកប៉ាអូនខ្លះទៅបានទេបងជាប់គាំងនៅតំណែងប្រធានផ្នែកលក់ជាច្រើនឆ្នាំមកហើយ
ប៉ាខ្ញុំ នេះជារឿងសម្ងាត់មិនអាចនិយាយបានទេខ្ញុំយល់ណាខ្ញុំយល់ រឿងសម្ងាត់អីទេប៉ាខ្ញុំចែកឋានតាំងពីខ្ញុំនៅក្មេង ន័យរបស់នាងចង់ថានាងមិនប្រើខ្សែស្លាយនិយមជាដាច់ខាត អាមនថ្មីមកសតទៀតហើយមិនជួយទេជាងនឹងតែអាចចេញពីក្រុមហ៊ុននេះ លោកចង់ធ្វើស្អីមិញនេះហេតុអីមិនព្រមចាំឲ្យខ្ញុំនិយាយឲ្យចប់សិន នាងមានដឹងអត់ថាគ្រប់គ្នានៅក្រុមហ៊ុនចាត់ទុកនាងជាកូនស្រីលោកប្រធាន ស្អីគេមិនអាចទេពេលជាចាំអារម្មណ៍មិនតំណងយ៉ាងនេះក៏តែមានអ្នកជឿដែរពិតជាអត់ខួរមែនបើខ្ញុំជាកូនស្រីលោកប្រធានមែនខ្ញុំដេកសើសុកមករដកគាត់យូរហើយមិនល្ងងមកធ្វើការផ្នែកលក់ទេអូអញ្ចឹងបានខ្ញុំឆ្ងល់មិត្តរួមការងារដែលតែងតែមើលរំលងខ្ញុំនៅសុកក៏មកជាធ្វើល្អដាក់ខ្ញុំតាមពិតអញ្ចឹងបើគ្មានរឿងរ៉ាវយល់ច្រឡំអត្តសញ្ញាណនេះទេខ្ញុំមិននឹងអាចមានសំណាងល្អយ៉ាងនេះទៅចុះលោកវិញលោកមករាប់អានខ្ញុំក៏ដោយសារតែរឿងនឹងដែរមែនទេ ច្បាស់ជាអត់ហើយនាងក្លាហានមានគុណធម៌និងស្មោះត្រង់នាងជាមនុស្សល្អជាមនុស្សល្អជាមិត្តល្អនាងប្រហែលជាមិនដឹងទេថាខ្ញុំចង់ឲ្យនាងគឺជានាងពេលនេះខ្លាំងបំផុតមិនមែនជាកូនស្រីលោកប្រធាន អរគុណ ពួកគេអោនក្បាលស្ដាប់តាមនាងគ្រប់យ៉ាងព្រោះតែរឿងយល់ច្រឡំតែបើពួកគេដឹងរឿងរ៉ាវពិតប្រាកដច្បាស់ជាមករកនាងសងសឹក មិនអីទេខ្ញុំមិនខ្លាចបើពួកគេចង់មកធ្វើបាបរឿងមួយក៏សងសឹកខ្ញុំឲ្យពួកគេចូលមកចាស់ ខ្ញុំឆ្ងល់ណាស់ថាភាពក្លាហាននាងបានមកពីណាទើបបានជានាងមិនខ្លាចដីមិនខ្លាចបែបនេះក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែសង្ឃឹមថានាងនឹងនៅតែមានខ្នងបង្អែក លោកប្រធានគាត់ល្អនឹងខ្ញុំណាស់លោកគិតថាបើខ្ញុំលួចលាក់យកឈ្មោះជាកូនស្រីគាត់មកប្រាប់បែបនេះតើគាត់អាចនឹងខឹងខ្ញុំដែរទេ មិនចាំបាច់ភ័យទេគាត់មិនខឹងឡើយ ហេតុអីទៅ ក្រែងនាងនិយាយខ្លួនឯងហើយតើថាលោកប្រធានគាត់ជាមនុស្សល្អ អូ តាប៉ាវមានការអី ឆាប់ឡើងមកមើលនេះមើល ហើយយ៉ាងម៉េចនឹង ឆាប់មើលតិចទៅបងស្រីអត់បានការរបស់ឯងបានវាលួចចូលក្នុងកង់ហើយនៅ បាក់ស្រីម្នាក់នឹងមិនត្រឹមតែមិនពេលលុយឲ្យពួកយើងទេថែមទាំងដកលុយទាំងអស់ពីកង់ពួកយើងទៀត អញនិយាយថាម៉េចយើងមករកស៊ូម៉ាំងមីងត្រូវការអីយើងថាមករកស៊ូម៉ាំងឯងស្ដាប់ភាសាមនុស្សមិនបានទេអីមីងមានការអីជាមួយនឹងគាត់ដែរយើងមកបំផ្លាញវាត្រូវតែបំផ្លាញវិគុណអកតញ្ញូនេះខ្ទេច នេះជាបងស្រីបង្កើតខ្ញុំឆាប់ទៅប្រាប់នាងឲ្យចេញភ្លាមមក ស៊ូម៉ាំងចេញមក ម៉ងខាងក្រៅនៅណាស្រែកអី មានទេគ្រាន់តែពួកឈួតមកពីស្រុកកំណែន ទៅឲ្យខ្ញុំចុះខ្ញុំជួយអ្នកជិះទៅវិញឈប់លោឡានៅកន្លែងនេះទៅប្រធានផ្នែកសួរជាងប្រាប់ថាមិនស្គាល់អ្នកទាំងពីរទេអ្នកទាំងពីរគឺជាមនុស្សឈួតឆាប់ចេញទៅ អាយ៉ាមើលចរិតកូនស្រីអកតញ្ញូម្នាក់នេះចោលុយសន្សំទុកចូលនិវត្តន៍វាចាយអស់អាលីងឥឡូវឡើងធ្វើប្រធានផ្នែកវាលែងស្គាល់ម៉ែបង្កើតនឹងបងប្រុសបង្កើតវាទៀតហើយយើងនឹងទូរស័ព្ទប្តឹងប៉ូលីសឲ្យមកចាប់ខ្លួនវាឲ្យវាទៅដេកស៊ីបែកគុកតែម្ដងទៅ ត្រូវហើយបាក់បើបងស្រីខ្ញុំមិនព្រមចេញមកទេពួកយើងដាច់ខាតមកទៅដាទេ ហើយប្រធានផ្នែកសួរយើងគឺជាកូនស្រីបង្កើតរបស់លោកប្រធានពួកឯងក្រីក្រក៏ពេញកប៉ុកហេមកតតាំងសាញ់យើងនឹងគាត់ផងថ្ងៃនេះយើងត្រូវតែជួយប្រធានផ្នែកសួរបើមកពួកឯងទាំងពីរនេះឲ្យរៀងចាស់កុំឲ្យមិនដឹងខ្យល់អី ជីកូនចង្រៃនោះមិនអាចជាកូនស្រីលោកប្រធានទៅបើមែននោះអញ្ចឹងមានតែយើងជាប្រពន្ធលោកប្រធាន និយាយឯងឈួតហើយមែនទេក្រោម ឯង ហើ ចង់ធ្វើស្អីយើងបើឯងហ៊ានតែមកធ្វើបាបកូនប្រុសយើងកាប់ឯងឲ្យខ្ទេចតែម្ដង ប្រធានផ្នែកសួរចាំបាច់ចុះមកធ្វើអ្វីដែរទៅ ថ្ងៃនេះបើឯងមិនព្រមប្រគល់លុយឲ្យបងប្រុសឯងវិញទេយើងនឹងបំបាក់មុខឯងនាទីនេះហើយការងាររបស់ឯងក៏កុំសង្ឃឹមឯងរក្សាបានទៀតនោះមើលទៅពួកគេទាំងពីរពិតជាស្គាល់ប្រធានស៊ូពិតមែនហើយមិនអាចទេយាយចាស់មកដាច់នោះអាងខ្លួនឯងថាជាម្ដាយបង្កើតនាងអញ្ចឹងប្រធានផ្នែកស៊ូមិនមែនកូនស្រីបង្កើតរបស់ប្រធានទេឯងថាមើលលោកប្រធានមិនផ្នែកអន់ដល់ម្លឹងទៅហើយយ៉ាគ្រប់គ្នាជួយរកយុត្តិធម៌ឲ្យខ្ញុំផងខ្ញុំខំចិញ្ចឹមបីបាច់វាតាំងពីតូចក្រូចឆ្មាយ៉ាងលំបាកឥឡូវនេះវាដុះស្លាប់ហើយដៃរឹងជើងរឹងហើយបែរជាមកចន់ម្ដាយខ្លួនឯងបងប្រុសបង្កើតថាជាមនុស្សឈួតពង្វេ
ងទៅវិញថែមទាំងលួចបន្លំយកលុយកាក់គ្រូសាយកទៅចាយអស់ទៀតឥឡូវខ្ញុំគ្រាន់តែមកសុំលុយនោះវិញតែនាងដាច់ចិត្តណាមិនព្រមឲ្យខ្ញុំវិញទេតែខ្ញុំសាងបាបកម្មអីទៅទើបត្រូវមានវាសនាបែបនេះឡូឡាឆ្អែតហើយណាឲ្យលុយមកអញ្ចឹងមកតាមខ្ញុំនាំតែយកលុយទៅឥឡូវនេះទៅមកកូនមកទៅឥឡូវនេះក្រែងថានាំមកយកលុយមែនទេទីនេះលហលហេវបើកលុយឯណាបានទៅខ្ញុំភ្លេចប្រាប់ទៅថាលុយក្នុងកាតខ្ញុំយកទៅចាយអស់ហើយតែមិនបាច់បារម្ភពេកទេព្រោះថាលុយដែលខ្ញុំរកបាននៅថ្ងៃខាងមុខមិនពាក់ព័ន្ធនឹងម៉ាក់ទៀតឡើយមីកូនបំផ្លាញទ្រព្យលុយជាង1លានឯងយកទៅចាយអស់ហើយអាយ៉ានោះជាលុយទិញផ្ទះនិងទិញឡានឲ្យប្អូនប្រុសឯងមីកូនចង្រៃឆាប់សងលុយនោះមកឲ្យយើងវិញមកមិនអញ្ចឹងទោះជាត្រូវដាក់ទំនាយបំផ្លាញជីវិតឯងទាំងមូលក៏យើងត្រូវយកលុយមកវិញឲ្យទាល់តែបានដែរលុយគ្រប់កាក់គ្រប់សេននៅក្នុងកាតនោះសុទ្ធតែជាលុយដែលរកបានពីញើសឈាមខ្ញុំចាយលុយដែលខ្ញុំរកបានទាំងលំបាកតើមានអីខុសទៅលេងប្អូនប្រុសឯងសិនទៅលេងគេសិនទៅឯងចង់ធ្វើស្អីធប់ឡូឡាស្រ័យពីវាពីកាលទៀតទៅបច្ចិតតែខ្ញុំអស់ការអត់ធ្មត់របូតដៃធ្លាក់គេទៅក្រោមបានពេលនេះពួកយើងកំពុងឈរនៅលើអាគារកម្ពស់ជាង100ជាន់បើសិនចៃដន្យធ្លាក់ចុះទៅខាងក្រោមច្បាស់ណាស់ថាស័កសមនឹងមិននៅទាំងមួយទេយ៉ាគេជាប្អូនប្រុសបង្កើតឯងបាយហ៊ានតែបំផ្លាញជីវិតវាយើងឲ្យឯងសងវិញដែរជីវិតយ៉ាងណាជីវិតខ្ញុំសល់មិនដល់1ខែទៀតទេខ្ញុំនឹងត្រូវស្លាប់ហើយបើសិនជាតាប៉ៅស្លាប់អញ្ចឹងមានខ្ញុំទៅកដោហើយអញនិយាយឈួតឡប់ស្អីហ្នឹងម៉ាក់ត្រូវទៅជួយខ្ញុំស្រីម្នាក់នេះឈួតមើលលេខជាពិតមែនហើយខ្ញុំអត់បានកុហកទេពេលថាខ្ញុំមហារីខួរក្បាលដំណាក់កាលចុងក្រោយរួមមកដល់1ខែទៀតទេមិនក៏មានរឿងបែបនេះកើតឡើងអើចង់ងាប់ក៏ងាប់តែឯងទៅហើយនេះត្រូវអូនខ្ញុំទៅជាមួយដែរម៉ងអញកុំឆេឆាវតកូលស៊ូយើងមានតាប៉ៅជាកូនប្រុសបន្តពូជតែម្នាក់គត់ទោះជាឯងត្រូវស្លាប់បាត់ក៏នៅត្រូវការមនុស្សរៀបចំបន់សពដុតក្តារសែនធ្វើផ្លាក់ភ្នយឯងដែរតែនេះខ្ញុំមិនទាន់ស្លាប់នោះទេម៉ាក់រៀបចំពិធីបុណ្យសពឲ្យខ្ញុំរួចទៅហើយម៉ាក់ខ្ញុំហៅម៉ាក់ថាម៉ាក់ណាតែម៉ាក់ពិតជាដាច់ចិត្តខ្លាំងណាស់ម៉ងមានរឿងអីនិយាយគ្នាបានតែឯងដោះលែងប្អូនឯងសិនទៅម៉ាក់នាំគេមកបង្ករឿងនៅក្រុមហ៊ុនខ្ញុំធ្វើការទាំងតឹងទឹះយំស្រែកទាមទារបំផ្លាញគេឈ្មោះខ្ញុំក្នុងចិត្តម៉ាក់គិតតែលុយមួយមុខគុណតែមានម្ដងណាដែលម៉ាក់ចង់និយាយស្រួលបួជាមួយខ្ញុំទេសុំលុយពីឯងទៀតទេប៉ុណ្ណឹងបាននៅប្រញាប់ដោះលែងតាប៉ៅភ្លាមទៅបងស្រីខ្ញុំមិនទាន់រៀបការមានប្រពន្ធកូនទេខ្ញុំនៅចង់មានកូនប្រុសម្នាក់ខ្ញុំមិនទាន់ចង់អស់អនាគតត្រឹមនេះទេតាប៉ៅកូនមិនអីទេអីមីកូនរមិលគុណបើដឹងអញ្ចឹងយើងមិនបង្កើតឯងមកទេបើយើងដឹងអញ្ចឹងពេលឯងកាត់មកយើងយកទៅជាមួយទឹកឲ្យស្លាប់បាត់ហើយម៉ាក់ចិញ្ចឹមខ្ញុំតែមួយគ្រាប៉ុណ្ណោះអ្វីដែលត្រូវសង26ឆ្នាំនេះខ្ញុំសងមកអស់ហើយយ៉ាងណាខ្ញុំរស់នៅមិនបានយូរទៀតទេសម្រាប់ម្នាក់ស្មើគ្នាតែបើសម្រាប់2នាក់ចំណេញមួយខ្ញុំចង់ឲ្យម៉ាក់ស្លាប់តែសម្ដប់ខ្ញុំដែរបែបនេះខ្ញុំនឹងមិនឯកាឯងឈួតហើយឆាប់ឡើងឆាប់រត់គេចពីស្រីឈួតនេះទៅពលលោកចង់ធ្វើអីចង់ធ្វើអីហ៎គឺចង់ឲ្យនាងមកកំដរពួកបងនឹងហើយណាជួយខ្ញុំផងយើងសប្បាយជាមួយគ្នាពួកឯងបើមិនចង់បាត់របររកស៊ីទេនោះក៏មកចេះដឹងរឿងគេអីជួយបងស្រីជួយខ្ញុំផងនេះនាងមិនខ្លាចយើងទេហ៎សាច់ដុំក្នុងខួរក្បាលបានដុសសង្កត់លើសរសៃប្រសាទជាដំណាក់កាលចុងក្រោយនាងមានពេលច្រើនបំផុតគឺ1ខែទៀតយ៉ាងណាខ្ញុំរួមមិនយូរទេសម្រាប់មនុស្សមុនស្លាប់គង់តែស្លាប់ដដែលចូលមកបើខ្លាំងមែនចូលមកចាត់ការយើងមកលោកបងស្រីម្នាក់នេះខ្លាំងណាស់អត់ចេះខ្លាចអីសោះយើងក៏មិនដឹងថានាងអាងអីដែរនៅមានមនុស្សមិនចេះខ្លាចស្លាប់ទៀតហ៎ឯងទៅងាប់ទៅយើងកាប់ឯងឲ្យងាប់បើទៅនេះឈួតហើយយើងប្រាប់ពួកឯងណាយើងទើបតែបើកលិខិតបញ្ជាក់សរសៃប្រសាទព្រឹកមិញទេបើឯងខ្លាំងវាយមួយស្មើនឹងយើងទេចូលមកនេះនាងសាហាវណាស់តោះដកឆយពួកយើងនៅស្ងៀមនៅឲ្យស្ងៀមនៅស្ងៀមទៅនៅឲ្យស្ងៀមតែនេះពិតជាក្លាហានណាម្នាក់នេះក្រុមសមត្ថកិច្ចតាមចាប់យូរហើយគេជាជនល្មើសក្នុងរឿងក្តីធំជាច្រើនសូមអរគុណដល់ការចូលរួមចំណែករក្សាសន្តិសុខសង្គមមួយនេះខ្ញុំសូមយកទៅរក្សាទុកនាំខ្លួនពួកគេទៅការចាប់ខ្លួនជនល្មើសលើកនេះបាន
ក៏ដោយសារបានពីសកម្មភាពដ៏ក្លាហានរបស់កញ្ញាស៊ូម៉ឹងម៉ឹងដោយផ្ទាល់ក្នុងការនេះដែរក្នុងនាមខ្ញុំដែលជាតំណាងឲ្យក្រុមសមត្ថកិច្ចទាំងអស់ព្រមទាំងជាពលរដ្ឋនៅក្នុងយានឆឹងតមូលសូមសម្ដែងការគោរពនិងអរគុណដល់កញ្ញាស៊ូម៉ឹងម៉ឹងយ៉ាងក្រៃលែងនេះហើយជាវរនារីរបស់ពួកយើងគឺកញ្ញាស៊ូម៉ឹងម៉ឹងមិត្តសារព័ត៌មានទាំងឡាយខ្ញុំសូមប្រកាសជូនគ្រប់គ្នាឲ្យបានជឿថាដើម្បីជាការកោតសរសើរដល់កញ្ញាស៊ូម៉ឹងម៉ឹងចំពោះទង្វើដ៏គួរឲ្យស្ញែកសរសើរមួយនេះខាងសមត្ថកិច្ចយើងបានសម្រេចប្រគល់ជូនកញ្ញានៅពេលរង្វាន់គំរូក្លាហានប្រចាំក្រុងយានឆឹងតមូលព្រមជាមួយប្រាក់រង្វាន់ចំនួន 10,000 យួនខ្ញុំគ្រាន់តែចេញមុខបញ្ចេញកំហឹងពី3ម៉ាន់ហេតុអីក៏ទទួលបានសមិទ្ធផលធំមិនគួរឲ្យនឹកស្មានបែបនេះទៅវិញកញ្ញាស៊ូតើអារម្មណ៍កញ្ញានៅពេលនេះរំភើបខ្លាំងណាស់មែនទេធម្មតាកាលនោះទោះជាប្រឈមនឹងការគំរាមពីសំណាក់ជនល្មើសក៏កញ្ញាមិនរៀថយដែរបែរជាហ៊ាននិយាយបញ្ជាជនល្មើសឲ្យភ្លេចប្រុងប្រយ័ត្ននៅពេលនោះកញ្ញាមានភ័យខ្លះទេដំបូងភ័យបន្តិចដែរតែក្រោយមកក៏បាត់ភ័យវិញនាងមិនខ្លាចសោះតើមែនទេមិនខ្លាចទេពិតជាមិនខ្លាចមែនទេមិនខ្លាចទេឬមួយពេលវេលាចុងក្រោយរបស់ខ្ញុំចិត្តមកដល់ហើយមិត្តសារព័ត៌មានទាំងឡាយខ្ញុំសូមប្រកាសជូនគ្រប់គ្នាឲ្យបានជឿថាដើម្បីជាការកោតសរសើរដល់កញ្ញាស៊ូម៉ឹងម៉ឹងចំពោះទង្វើដ៏គួរឲ្យស្ញែកសរសើរមួយនេះខាងសមត្ថកិច្ចយើងបានសម្រេចប្រគល់ជូនកញ្ញានៅពេលរង្វាន់គំរូក្លាហានប្រចាំក្រុងយានឆឹងតមូលព្រមជាមួយប្រាក់រង្វាន់ចំនួន 10,000 យួនបាទយ៉ាងម៉េចបាទមួយអ្នកទទួលរង្វាន់នោះគឺជាស៊ូម៉ឹងម៉ឹងតាមបែបដែរទេមុននេះវាទៅប្រវិធីបំផ្លាញយើងសោះឥឡូវសັບតែខ្លាយជាវីរៈនារីស្អីឯណាតប៉ាវកូនកុំភ័យម៉ាក់នឹងទៅទីលុយរបស់កូនមកវិញអស់មិនឲ្យខ្វះសូម្បីតែមកកាម៉ាសេនទេវីរៈនារីដឹងខ្លួនហើយមិនបាច់ហៅខ្ញុំដល់ថ្នាក់នោះទេស្ដាប់តែចម្លែកណាស់ហៅខ្ញុំថាម៉ឹងម៉ឹងក៏បានដែរកញ្ញាម៉ឹងម៉ឹងជាថ្មីម្ដងទៀតជំនួសមុខឲ្យគ្រប់គ្នាសូមអរគុណតាមពិតទៅខ្ញុំមិនបានធ្វើអីធំដុំទេតាំងពីរង្វាន់និងប្រាក់រង្វាន់ទាំងនោះខ្ញុំមិនសមនឹងទទួលបានឡើយមានដឹងទេការដែលអ្នកស្លាប់មកស្មារតីមុននេះធ្វើឲ្យពួកយើងភ័យខ្លាំងណាស់ឬដោយសារការតតាំងជាមួយក្រុមជនល្មើសធ្វើឲ្យប៉ះទង្គិចត្រង់ណាមែនទេចង់ទៅពិនិត្យសុខភាពមួយទួលខ្លួនឬអត់ខាងសមាជិកនឹងរ៉ាប់រងថ្លៃចំណាយមិនបាច់ទេមិនបាច់ខាត់បង់ធនធានវិជ្ជាសាស្ត្រដោយសារតែខ្ញុំទេយ៉ាងណាខ្ញុំរួមមិនបានយូរទេកូនស្រីដ៏កំសត់របស់ម៉ាក់អើយយ៉ាបងស្រីអីបងមានរបួសត្រង់ណាដែរទេមកទីនេះធ្វើអីសំទោអ្នកមីងជាខ្ញុំជាម្ដាយបង្កើតនាងខ្ញុំជាបងប្រុសនាងមីងអប់រំកូនបានល្អយ៉ាងនេះមីងច្បាស់ជាម្ដាយដ៏អស្ចារ្យហើយអាយ៉ាការដែលកូនស្រីខ្ញុំហ៊ានចេញមុខជួយគេមិនបានធ្វើខ្ញុំភ្ញាក់ផ្អើលបន្តិចទេតាំងតែពីតូចខ្ញុំតែងតែបដាងនាងថាទុកជីវិតអ្នកដទៃឲ្យមានតម្លៃដូចជាជីវិតខ្លួនឯងដូច្នេះហើយកាលពីតូចនាងធ្លាប់ជួយសង្គ្រោះជីវិតក្មេងៗចិត្តខាងផ្ទះដល់តែ10នាក់ឯណោះឆ្កែអាណាថាជាង20ក្បាលនៅមានរឿងសំខាន់មួយទៀតនាងបានជួយសង្គ្រោះខ្លាឃ្មុំផេនដាចិត្តផុតពូជមួយក្បាលដែរប្រឌិតរឿងកុហកគេឆ្អែតហើយណាជួយសត្វខ្លាឃ្មុំចិត្តផុតពូជមួយក្បាលម៉ាក់មានយល់ច្បាប់ខ្លះទេអីប្រហែលជាយើងចាំច្រឡំហើយសាក់គិតតែមើលឯងមហារីកដំណាក់កាលចុងក្រោយហើយក៏នៅគិតចង់ជួយជីវិតគេទៀតកូនស្រីឯងពិតជាល្ងងខ្លាំងណាស់អ្នកមីងមិញនេះអ្នកមីងថាស៊ូម៉ឹងម៉ឹងមានជំងឺមហារីកដំណាក់កាលចុងក្រោយជាការពិតដែរទេអ្នកមីងរឿងធំយ៉ាងនេះខ្ញុំមិនអាចកុហកទៅចេះបានព័ត៌មានផ្ដាច់មុខដាក់ថាវីរៈនារីមានជំងឺមហារីកចេញមុខសង្គ្រោះមនុស្សអត់ទេមិនបានទេប្រធានបទល្អបែបនេះបើព័ត៌មានតែមួយពិតជាគួរឲ្យស្ដាយខ្ញុំត្រូវសម្ភារផ្ដាច់មុខនិងផ្សាយក្នុងម៉ោងមាសគ្រប់ពេលខ្ញុំមិនព្រមទេខ្ញុំមិនសូវយល់ដឹងរឿងព័ត៌មាននេះទេតែពួកយើងព្រមធ្វើការសម្ភារផ្ដាច់មុខតែអាចបាត់កម្រៃខ្លះទេមិនបាច់និយាយរឿងប្រាក់កម្រៃរាប់ផ្សាយនោះទេអាចតកូនស្រីមីងអាចដើម្បីឈ្មោះបានគ្រាន់តែបើកឡាយតាមទូរស័ព្ទមួយផ្លែតក៏អាចបានប្រាក់ឧបត្ថម្ភរាប់ម៉ឺនដុល្លារដែរហើយយ៉ាម៉ងកូនបញ្ញាប់ចេញពីពេទ្យទៅណាដើម្បីសហការនឹងអ្នកខ្សែធ្វើការសម្ភារផ្ដាច់មុខបាច់ចង់ឡើងទៅទទួលខ្លាំងណាស់អញ្ចឹងតែខ្លួនឯងទៅខ្ញុំមិនចង់ទៅទេ
ម៉ងហើយតាមពិតទៅម៉ាក់គ្រាន់តែសង្ឃឹមថានឹងមានមនុស្សកាន់តែច្រើនដែលចងចាំកូនទោះជាកូនចាក់ចេញទៅក៏ដោយកូននៅតែអាចរស់ក្នុងបេះដូងមនុស្សគ្រប់គ្នាមិនចងចាំខ្ញុំទេបើម៉ាក់ចូលចិត្តបង្ហាញមុខខ្លាំងណាស់អញ្ចឹងទៅសម្ដែងកម្មវិធីគ្រួសាររីរីនោះចុះម្យ៉ាងសួរតាប៉ៅរហូតដល់ពេលនេះគ្រាន់តែជាមនុស្សធំអាយុ20ឆ្នាំដែលមានខួរក្បាលដូចកូនក្មេងឯងអេសុំខ្ចីទូរស័ព្ទមួយផ្លែតនេះជាលេខរបស់ខ្ញុំពេលអ្នកទៅផ្ទះវិញកុំភ្លេចទូរស័ព្ទមកខ្ញុំផងចំណែករឿងប្រាក់កម្រៃរបស់មីងមិនបាច់បារម្ភទេទុកចិត្តចោះខ្ញុំធានាថានឹងប្រាប់គ្រប់រឿងមិនលាក់បាំងឡើយឬមួយដោយសារម៉ាក់ម៉ាឡូឡាការពីលើកមុនធ្វើឲ្យខ្ញុំលែងអាចបន្តធ្វើការក្នុងក្រុមហ៊ុននេះហើយសូមថាសូមប្រធានផ្នែកស៊ូត្រឡប់មកវិញប្រធានផ្នែកស៊ូពួកយើងនឹងតែនេះណាពួកយើងបានឃើញព័ត៌មានក្នុងទូរទស្សន៍ហើយប្រធានផ្នែកស៊ូលំបានដល់ហើយសម្ព័ន្ធស៊ូរបស់ពួកយើងមានមោទនភាពណាស់មានបុគ្គលិកល្អដូចជាអ្នកនាងតាមពិតទៅមិនបាច់រៀបចំកម្មវិធីអីដល់ថ្នាក់នេះក៏បានដែរបើតាមឋានៈរបស់អ្នកនាងហ៊ានយកសុវត្ថិភាពខ្លួនឯងទៅបដូរនឹងជីវិតមនុស្សធម្មតាម្នាក់ខ្ញុំក៏ជាមនុស្សធម្មតាម្នាក់ដែរអូខ្ញុំយល់ហើយប្រធានផ្នែកស៊ូទៅជួបខ្ញុំបន្តិចលោកប្រធានលោកហៅខ្ញុំមកទីនេះព្រោះប្រធានផ្នែកស៊ូរើសរ៉ាយដ៏ក្លាហានរបស់នាងខ្ញុំបានលើកគេនិយាយល្បីពេញនឹងអស់ហើយធ្វើបានល្អណាស់ចំណេះចំណងប៉ាកូនគឺស៊ីជម្រៅមែនហ៎ល្បិចណាស់ទាំងដែលនាងគ្មានទំនាក់ទំនងជាមួយលោកប្រធានសោះនៅហ៊ានមកសម្ដែងធ្វើរឹកជាស្គាល់គាត់ទៀតឲ្យក្អេងក្អាងប្រហែលថ្ងៃទៀតចុះចាំដល់ពេលឯងឡើងបានខ្ពស់បំផុតហើយយើងនឹងទាញឯងទម្លាក់ឲ្យងើបលែងរួចយ៉ាងម៉េចហើយនាងមានរបួសត្រង់ណាទេខ្ញុំមិនអីទេដឹងអញ្ចឹងខ្ញុំមិនទៅខេត្តទេនាងក៏មិនត្រូវប្រឈមមុខនឹងរឿងនេះតែម្នាក់ឯងដែរហើយយ៉ាមិនបាច់បារម្ភទេមើលចុះខ្ញុំមិនអីទេខ្ញុំឈរនៅទីនេះយ៉ាងសុខសប្បាយស៊ូម៉ងនាងគ្មានមនសិការក្នុងខ្លួនសោះដឹងទេពេលឃើញព័ត៌មានហើយខ្ញុំបារម្ភណាស់ទូរស័ព្ទប្រាប់ខ្ញុំមួយម៉ាត់ក៏អត់ខ្ញុំជាភ្លាមក៏ចេញពីពេទ្យភ្លាមនិងប្រញាប់អត់ធ្វើការភ្លាមក៏ដោយសារខ្លាចលោកបារម្ភនឹងណាមែនទេច្បាស់ជាមែននឹងហើយអញ្ចឹងនាងសន្យាមកថ្ងៃក្រោយបើជួបរឿងបែបនេះទៀតដាច់ខានហាមយកជីវិតទៅបន្ថយសូស៊ីយៀនបើសិនជាខ្ញុំនិយាយថាបើសិនជាមានថ្ងៃមួយលោកស្រាប់តែរកខ្ញុំមិនឃើញតើលោកនឹងកើតទុកខ្លះទេរកមិនឃើញស្អីទៅតែថានាងគិតចង់ទៅណាហើយយ៉ាខ្ញុំគ្រាន់តែឧបមាប៉ុណ្ណោះនាងសំខាន់សម្រាប់ខ្ញុំណាខ្ញុំមិនព្រមឲ្យនាងទៅណាឡើយហើយយ៉ាខ្ញុំដឹងហើយបងស្រីម្នាក់នេះនឹងនៅការពារលោកប្រធានអូខ្ញុំគ្រាន់តែទ្រាំមើលម៉ងប្រើល្បិចបោកប្រាស់លោកនិងមនុស្សក្នុងក្រុមហ៊ុនលែងបានទៀតហើយនិយាយចានៅក្នុងវីដេអូនេះជាម្ដាយបង្កើតស៊ូម៉ងឯងច្បាស់ 100% ខ្ញុំទៅលួចសើប្រវត្តិគ្រួសារស៊ូម៉ងហើយប៉ានាងស្លាប់តាំងពីយូរហើយផ្ទះនាងនៅសល់តែម្ដាយនិងប្អូនប្រុសម្នាក់បើចុះបានន័យថានាងមិនមែនជាកូនស្រីបង្កើតលោកប្រធានទេមកនៅចេះនេះខ្ញុំខំប្រឹងបំរើនាងទាំងឡើងតំណែងទាំងខាងខែបើចឹងខ្ញុំមិនខាត់ប្រយោជន៍ទៅហើយទេប្រធានអូកុំអាតខឹងអីតាមខ្ញុំសង្កេតស៊ូម៉ងម្នាក់នេះមានចេតនាបោកប្រាស់លោកចាក់ឲ្យលោកបាក់មកយើងនឹងដេញនាងចេញឥឡូវនេះស៊ូម៉ងតែទទួលបានពានរង្វាន់វីរៈនារីនិងក្លាយជាសំណប់ចិត្តរបស់លោកប្រធានទៀតបើដាច់នាងចាញ់ដល់គ្មានហេតុផលខ្លាចតែពិបាកដោះស្រាយជាមួយលោកប្រធានមានតែនាងម្នាក់ទេដែលមានល្បិចច្រើនថ្ងៃនេះក្រុមហ៊ុនរបស់យើងរៀបចំប្រគល់ប័ណ្ណសរសើរដើម្បីផ្សព្វផ្សាយពីភាពក្លាហានរបស់កញ្ញាស៊ូម៉ងដោយផ្ទាល់សូមអញ្ជើញកញ្ញាស៊ូម៉ងជាបន្តទៀតសូមអញ្ជើញលោកប្រធានអូឡើងប្រកល់ប័ណ្ណសរសើរដល់កញ្ញាស៊ូម៉ងព្រមទាំងប្រាក់រង្វាន់ 20,000 យួនប្រធានគ្រប់គ្រងនៃក្រុមហ៊ុនយានឆឹងនិងសម្ព័ន្ធចាងមកដល់ហើយល្អណាស់ឬមួយពួកគេទាំងពីរមកជួយលើកមុខមាត់ឲ្យស៊ូម៉ងដែរយ៉ាងណាជាកូនស្រីលោកប្រធានពួកគេធ្វើនេះដើម្បីផ្ដល់កិត្តិយសឲ្យលោកប្រធានសូមអបអរកញ្ញាស៊ូប៉ុន្តែស្របពេលកញ្ញាស៊ូខ្លាចជាបុគ្គលគំរូប្រចាំក្រុមហ៊ុនអញ្ចឹងលុយជំពាក់ពួកយើងគិតចង់សងពេលណាលុយអីទៅខ្ញុំជំពាក់លុយពួកលោកពីអង្កាលមិនយ៉ាងអាចទៅ
ប្រធានផ្នែកស៊ូនេះគឺជាឯកសារផ្ទៃក្នុងត្រូវបានអនុម័តជាបន្ទាន់ហើយខ្ញុំត្រូវតែយកទៅឲ្យលោកប្រធានចាប់ផ្ទាល់រំខានសញ្ញាបន្តិចទៅគឺលោកបោកខ្ញុំឲ្យសញ្ញាលិខិតទាំងអស់នេះឬផ្ទៃក្នុងក្រុមហ៊ុននាងខ្ញុំមិនចង់ដឹងឮទេក៏ប៉ុន្តែអ្វីដែលខ្ញុំដឹងគឺឯកសារមួយនេះមានតែផុសតាងនិងអក្សរឈ្មោះនាងយ៉ាងច្បាស់បើគុំតែយកយល់ទៅដល់អ្នកនាងជាកូនស្រីលោកប្រធានពួកយើងមិននឹងឲ្យនាងខ្ចីចោលថានេះទៅតែនាងស៊ូប្រញាប់សងលុយ100លាននេះមកពួកយើងភ្លាមហើយក្រុមហ៊ុនខ្ញុំក៏ត្រូវទូទាត់50លានដែរខ្ញុំមិនបានទទួលលុយសំបី1សេនលិខិតខ្ចីទាំងនេះអ្នកណាប្រកល់ឲ្យពួកលោកទៅទាពីអ្នកនោះចោះប្រធានផ្នែកស៊ូនាងមិនចង់សងលុយមែនទេសម្ព័ន្ធស៊ូប្រកាសឈប់រកស៊ីជាមួយក្រុមហ៊ុនយានឆឹងយូរហើយពួកយើងមិនអាចរកស៊ីជាមួយគ្នាទេអ្នកនាងស៊ូបើនៅតែមិនព្រមសងលុយពួកយើងនឹងទៅរកលោកប្រធានហើយស៊ូម៉ងដាច់ខាតមិនមែនកូនស្រីបការបស់លោកប្រធានទេលោកតកែទាំងពីរត្រូវនាងបោកប្រាស់ហើយថាម៉េចស៊ូម៉ងមិនមែនកូនស្រីលោកប្រធានទេអញ្ចឹងកាដូដែលខ្ញុំជូននាងខ្លាចតែជាអាសាបងហើយមែនហើយនាងនិយាយថាម៉េចស៊ូម៉ងបាត់ឪពុកតាំងពីក្មេងនាងរស់នៅជាមួយម្ដាយនិងប្អូនប្រុសម្នាក់មួយរយៈមុនម្ដាយនាងទៅតែមកលោឡានក្នុងក្រុមហ៊ុនមិត្តរួមការងារទាំងអស់ក៏អាចធ្វើជាសាក់សីបានអញ្ចឹងតើបានមួយរយៈនេះជាណានាស្ងៀមស្ងាត់ខុសធម្មតាតាមពិតកំពុងរៀបល្បិចធ្វើបាបខ្ញុំនាងមិនចេះអៀនខ្មាស់មែនហ៎អៀនមិនឡំខ្លួនជាកូនស្រីលោកប្រធានបោកប្រាស់កិច្ចសន្យាពួកយើងបានមកដល់ថានៅក្រុមហ៊ុនជើងបែរជាមានជនបោកប្រាស់ឲ្យគេខ្មាស់ដូចជានាងលោកចាំងប្រធានបាទស្រីម្នាក់នេះលែងជាប់ពាក់ព័ន្ធអ្វីជាមួយនឹងក្រុមហ៊ុនជើងហើយចង់ចាត់ការនេះបែបណាតាមចិត្តជាប់យកប្រាប់ឲ្យនាងស៊ូលុយដៃជាប់ពាក់ត្រូវតែប្រយ័ត្នសងបើមិនចឹងទេនោះជាតែធ្វើឲ្យនាងគ្មានអនាគតអូហើយហ្វឹងគិតថាមកចោទប្រកាន់ខ្ញុំហើយអាចគ្រប់គ្រងជីវិតខ្ញុំបានមែនទេអញ្ចឹងបើការស៊ើបអង្កេតកងបុគ្គលិកទាំងអស់គ្នាចង់ដឹងថាលុយយ៉ាងច្រើនមហាសាលនោះហោះទៅចោលក្នុងកងម្នាក់ណាឲ្យប្រកាន់អ្នកណាជាមេខ្លោងរឿងនេះនឹងដឹងច្បាស់ជាមិនខាននេះជួយសពទៅបុគ្គលិកក្រុមហ៊ុនគឺមានច្រើនណាស់ពួកគេព្រមចំណាយពេលវេលាឆែកកង់ដើម្បីមនុស្សកពីកពុកដូចជានាងដែរមិនទេច្រើនជាមួយនាងធ្វើស្អីទៅពីមុនយើងខាត់ប្រយោជន៍ដោយសារនាងច្រើនណាស់វ៉ាញ់ចាប់នាងចេញទៅបាទអ្នកណាហ៊ានប៉ះនាងបុគ្គលិកថ្នាក់ទាបដូចជាឯងបានភាពក្លាហានមកពីណាទៅលោកចាំងណាដៃការងារក្រុមហ៊ុនពួកយើងល្អណាស់ការលោកសម្រាប់ចិត្តចុះកិច្ចសន្យាខ្ចីប្រាក់លោកមានប្រើខួរក្បាលគិតឬអត់ថាសម្ព័ន្ធស៊ូរបស់យើងមានហេតុផលអីទៅខ្ចីលុយលោកឈប់ប្រើលេសបោកប្រាស់ពួកយើងទៀតទៅដែលពួកយើងជជែកគ្នាមិនមែនជាបញ្ហាសម្ព័ន្ធស៊ូទេគឺរឿងស៊ូម៉ងលួចកັບផ្សេងលុយក្រុមហ៊ុននាងខ្ចីលុយគេហើយមិនព្រមសងអញ្ចឹងរឹតតែមិនអាចទៅរួចបើនាងខ្វះខាតលុយនាងអាចមករកខ្ញុំបានគ្រប់ពេលហេតុអីរំលងមនុស្សក្បែរខ្លួនទៅពឹងពាក់ក្រុមហ៊ុនចាំងមិនធ្លាប់ស្គាល់គ្នាទៅវិញហើយនឹងក្រុមហ៊ុនយាឆឹងដែលធ្លាប់មានចំនួនជាមួយគ្នាពីមុនបងអូនសម្ដីឯងត្រូវណាស់ឯងចង់បានន័យថាទ្រព្យសម្បត្តិរបស់ឯងបើប្រៀបនឹងទ្រព្យពួកយើងទៅពីរនៅតែច្រើនជាងពួកយើងទៀតមែនទេទោះជាក្រុមហ៊ុនលោកទាំងពីរស្ថិតនៅក្នុងក្រុមហ៊ុនយក្សទាំង4នៅក្នុងក្រុងនេះនិងទោះជាចំណូលប្រចាំឆ្នាំក្រុមហ៊ុនទាំង3ទៀតបូកបញ្ចូលគ្នាក៏មិនទាន់ស្មើនឹង1/10នៃចំណូលប្រចាំត្រីមាសរបស់សម្ព័ន្ធស៊ូយើងដែររឿងពិតជាក់ស្ដែងលោកចាំងមិនទាន់ភ្លេចទេមែនទេល្អទោះបីជាឯងនិយាយជាការពិតតែនោះជាទ្រព្យសម្បត្តិរបស់គ្រួសារស៊ូតើមានពាក់ព័ន្ធអីជាមួយឯងទៅក៏ព្រោះថាយើងគឺជាទាយាទស្នងមរតកតែម្នាក់គត់របស់សម្ព័ន្ធស៊ូខ្ញុំដឹងថាចង់ជួយខ្ញុំតែរឿងកំ pl នេះអាចឲ្យលោកមានបញ្ហាធំនៅសល់ជាង10ថ្ងៃទៀតលោកប៉ាខ្ញុំនឹងផ្ទេរក្រុមហ៊ុនមកឲ្យខ្ញុំគ្រប់គ្រងហើយដល់ពេលនោះខ្ញុំនឹងផ្ដល់ចម្លើយឲ្យអ្នកគ្រប់គ្នាគួរបើកស៊ើបអង្កេតកងធនាគារឬអត់ទោះជាស៊ើបរកមិនឃើញខ្ញុំក៏មានលទ្ធភាពគ្រប់គ្រាន់ចេញសមបំណុលនេះដូចគ្នាដូច្នេះហើយថ្ងៃនេះហាមអ្នកណាប៉ះពាល់ស៊ូម៉ងជាដាច់ខាតបុគ្គលិក្មេងម្នាក់នេះពិតជាកូនប្រុសលោកប្រធានមែនទេតាមមើលមុខមាត់រូបរាងរបស់គេក៏តំណងជាកូនប្រុសលោកប្រធានដែរស៊ូម៉ងនឹងគេច្បាស់ជាមានទំនាក់ទំនងមិនធម្មតាទេឬមួយស៊ូម៉ងបដូរពីកូនស្រីលោកប្រធានតែមកជាកូនប្រសារស្រីនៃសម្ព័ន្ធស៊ូលោកមានលុយច្រើនយ៉ាងនេះមកពីណាទៅស្ដាប់ណាទម្លាក់កំហុសគ្រប់យ៉ាងឲ្យខ្ញុំជាង10ថ្ងៃទៀតបំណុលទាំងនេះនឹងចូលជាបញ្ជីខ្មោចហ៊ានធ្វើគឺត្រូវហ៊ានទទួល2សប្តាហ៍ទៀតមកទេពីខ្ញុំបានអ្នកទាំងពីរខ្ញុំថានេះជាល្បិចនឹងពិតជាពេលហើយបើទីពីនេះមិនបានសម្រេចទេទូជួអាចនឹងអាសាផងបើតែសងមរតកហ៊ានចេញមុខទៅនេះយ៉ាងនេះទៅហើយអញ្ចឹងពួកយើងក៏មិនជាមនុស្សដែលគ្មានហេតុផលដែរមិនក៏មានរឿងចៃដន្យម្លេះដំបងមានកូនស្រីលោកប្រធានឥឡូវមានកូនប្រុសលោកប្រធានតំណែងស្នងមរតកត្រូវគេយកមកលេងសើចយើងនិយាយត្រូវអ្នកផ្សេងអាចមិនស្គាល់ចរិតពួកគេតែយើងស្គាល់ច្បាស់ដូចថ្ងៃ
កាលមុនក្នុងសម្ព័ន្ធស៊ូពេលចុះកិច្ចសន្យាការងារអាម្នាក់នេះសំបីតែស្រាមកកៅក៏រត់ទៅពួនក្រោយខ្នងស្រីម្នាក់នេះដែរមិនកំសាខ្លាចស្វឹងដូចជាគេនេះមិនទាំងអាចជាអ្នកស្នងមរតកតកោស៊ូបានទៅលោកវាំងពិតជាមនុស្សមិនចេះរៀងចាលពិតមែនពីមុនខ្ញុំប្រកាសដកចេញពីវិស័យនេះហើយក្រុមហ៊ុនយានឆឹងរបស់លោកនៅមិនខ្សែធនទៀតថោកពួតដូចជាពួកឯងមិនសមរួមការងារជាមួយសម្ព័ន្ធស៊ូទេឬមួយគេជាកូនប្រុសប្រធានស៊ូពិតមែននាយកក្រុមហ៊ុនជាមនុស្សមានគុណធម៌ដោយសារតែត្រូវស៊ូម៉ងម៉ងលាក់បាំងរឿងទាំងអស់តែសម្រាប់ចិត្តបាត់ផ្លូវរកស៊ីក្រុមហ៊ុនយេឆឹងពាក់ព័ន្ធអីនឹងក្មេងចូលថ្មីថាត្រូវគឺមកពីស្រីចង្រៃម្នាក់នេះទើបយើងត្រូវខាតលុយខ្សែធនខូចគេឈ្មោះយើងចង់តែសម្លាប់នាងទេពិតជាមិនចេះរៀងចាលមែនប្រកាសបាត់ផ្លូវបង្កក់ទ្រព្យសម្បត្តិរបស់វាងយិនឆឹងនៅមានទៀតរួមទាំងសាច់ញាតិដែលពាក់ព័ន្ធនឹងគេចាត់ការទាំងអស់គិតថាខ្លួនឯងជាអ្នកណាធ្វើឯងបង្កក់ទ្រព្យសម្បត្តិលោកបាំងសុទ្ធតែជនបោកប្រាស់មិនចេះស្គាល់ខ្ពស់ទៀតហ៊ានមកសម្ដែងធ្វើលុយស្អីនៅទីនេះគ្មានភាពខ្មាស់អៀនចេះតែដើរបន្លំខ្លួនធ្វើជាខ្លួនអ្នកនេះខ្លួនអ្នកនោះមិនផ្ដាស់ប្រើល្បិចដដែលបែបនេះមើលទៅពួកឯងលែងចង់មានអនាគតហើយក្រុមហ៊ុនចាររបស់យើងទោះជាគ្មានទ្រព្យមហាសាលដូចតកូលស៊ូក៏មិនព្រមឲ្យគេជន់ឈ្លីកិត្តិយសដែរថ្ងៃនេះត្រូវតែជំរាបបញ្ជាឲ្យដាច់ស្រេចពួកឯងចាប់ជនល្មើសបោកប្រាស់ពីអ្នកនេះទៅឈប់ភ្លាមអ្នកប្រុសសុំទោសដល់មកយើងអ្នកប្រុសហ៎បានភាពក្លាហានមកពីណាឈរលើទឹកដីគ្រួសារស៊ូហើយនៅមិនគោរពអ្នកប្រុសទៀតគាត់គឺជាអ្នកសមមរតកសម្ព័ន្ធស៊ូពិតប្រាកដជាការពិតមិនទាំងអាចទៅលោកចាលោកទៅតាមบอกខ្ញុំសុំជួបលោកប្រធានធំថាផ្លេចយ៉ាងនេះជំនួយកាលីខានជួបគ្នាមួយរយៈហើយអាប់ឈ្មោះវិញវ៉ាន់ឯងនេះទៅបង្ករឿងនៅប្រុសស៊ូហើយយកឲ្យយកមកទាលុយសម្ព័ន្ធចំណែកពួកឯងទៅពីអ្នកបើទៅបីមេការខ្លួនឯងណាក៏មិនដឹងខែក្រោយធ្វើការយ៉ាងម៉េចត្រូវហើយដើម្បីបង្ហាញទឹកចិត្តស្មោះទៅលោកប្រធានវ័យក្មេងបញ្ជីបំណុលក្រុមហ៊ុនចាងតម្លៃ100លាននេះនឹងត្រូវលុបចោលនេះមានរឿងអីនឹងក្រាញ់គេជាមិត្តរួមការងារចាស់ដែលមករកលោកនៅកន្លែងធ្វើការអីមិនក៏សុបស្រាប់តែខ្លាចជាជំនួយការប្រធានស៊ូវិញចាំរឿងនេះដោះស្រាយរួចហើយខ្ញុំនឹងបញ្យល់ប្រាប់បានន័យថាពីមុនលោកមិនមែនធ្វើការនៅបារទេខ្ញុំធ្វើនៅបារតាំងពីហើយខ្ញុំដឹងអស់ហើយដាច់ខាតមិនមែនអ្នកប្រុសស្អីនោះទេខំប្រឹងរៀបចំល្បិចកលអូមេកាលីមកបោកពួកយើងតែមិនស្មានថាស៊ូម៉ងម៉ងថ្លុយមាត់និយាយចេញមកនេះការឈួតស្អីមានសង្សារសញ្ញាអ្នកប្រុសផងអ្នកប្រុសហ៎ងារអ្នកប្រុសនេះជាកូនប្រុសប្រធានក្រុមហ៊ុនឬមួយជាឈ្មោះក្រៅប្រុសនៅបារបើនៅតែហ៊ាននិយាយផ្លេចប្រាស់ទៀតលើកក្រោយនឹងលែងជាការស្រីបន្ទោសហើយគ្រាន់តែជាកូនចៅថ្នាក់ទៀតតាកំរាលោកប្រធានអ្នកណាក៏ដឹងថាលោកនឹងស៊ូម៉ងម៉ងសំកំណត់គ្នាបោកលោកប្រធានដើម្បីចង់កັບកេងលុយក្រុមហ៊ុនឬអត់នោះឯងច្បាស់ជាដឹងថាស៊ូស៊ីយៀនមិនមែនជាអ្នកស្នងមរតកឯងប្រាប់មកឯងនិយាយមកកាលពីមុនរឿងដែលស៊ូម៉ងម៉ងល្បីថាជាអ្នកស្នងមរតកផ្អាពេញក្រុមហ៊ុនបើពិតជាលោកមែនមិនក៏មិនបោកអាក្រាតនាងបែរជាសុកចិត្តធ្វើជាកូនចៅនាងបោកប្រាស់សុទ្ធតែជាជនបោកប្រាស់ត្រូវហើយជំនួយកាលីអ្នកស្នងមរតកម្នាក់នេះខ្ញុំពិតជាមិនស្គាល់មែនតែរឿងបំណុលខ្ញុំលោកគួរតែផ្ដល់ទំនុកចិត្តមកឲ្យខ្ញុំសិននាយកក្រុមហ៊ុនមកដល់លោកនាយកនេះបាត់ផុតមកដល់ហើយលោកនាយកមើលពួកគេតែពីណាចោះគេបោកប្រាស់គេឯងទុកនឹងយើងក៏ទើបតែដឹងដែរថាកូនប្រុសតែម្នាក់កូនរបស់យើងត្រូវចោទថាជាជនបោកប្រាស់ពិធីខូបក្រុមហ៊ុនលើកមុនយើងក្រុងនឹងប្រកាសជាផ្លូវការថាស៊ីយៀនគឺជាអ្នកស្នងមរតកដែលថាគេចង់ប្រើសមត្ថភាពខ្លួនឯងដើម្បីកសាងស្នាដៃមិននឹកស្មានថាបែរជាត្រូវពួកចំណាយអំណាចជ្រៀតឱកាសធ្វើបាបប្រមាថមាក់ងាយការពិតទៅគឺជាអ្នកស្នងមរតកសោះអញ្ចឹងតើបានជាការងាររាល់ថ្ងៃគឺមានរបៀបណាស់គឺការរលុកប្រធានលើកជើងទៅពេលនេះហួសពេលហើយតែដឹងទោះបីអ្នកប្រុសស៊ូដាក់ខ្លួនខ្លាំងយ៉ាងនេះក៏ដោយតែស៊ូម៉ងម៉ងម្នាក់នេះពិតជាបោកប្រាស់អ្នកគ្រប់គ្នាបន្លំធ្វើជាអ្នកស្នងមរតកបន្លំខ្លួនណាប្រធានផ្នែកស៊ូនេះធ្លាប់មាននិយាយទេថានេះជាកូនស្រីរបស់ខ្ញុំគ្រាន់តែជាការសន្និដ្ឋានរបស់ពួកឯងដែលចាំតែអែបអបលើកជើងប៉ុណ្ណោះចេះតែអែបអបមកធ្វើការបើយ៉ាងនេះជារណរីហ៊ានប្រថុយជីវិតជួយសង្គ្រោះជីវិតអ្នកដទៃមិននឹងអាចជនមកប្រាស់ទៅជីណាគឺមកពីនាងដោយសារតែរឿងផ្ទាល់ខ្លួនដើរចារុកគេហ៊ានមួយបង្កាច់អ្នកប្រុសនិងប្រធានផ្នែកផងនាយករឿងរ៉ាវទាំងអស់គឺដោយសារតែខ្ញុំមកពីខ្ញុំល្ងងជឿពាក្យយងត្រូវហើយរឿងបំណុល100លានខ្ញុំសម្រេចថាលុបចោលមិនចាំបាច់ទេសម្ព័ន្ធស៊ូយិនធ្វើការទៅតាមផ្លូវច្បាប់ទម្លាប់ខ្ញុំនឹងស៊ើបអង្កេតលុយ100លាននេះឲ្យឃើញថាវានៅក្នុងដៃអ្នកណានៅពេលដែលរឿងរ៉ាវលាតត្រដាងអស់ហើយខ្ញុំនឹងឆ្លើយតបទៅលោកវិញ
លោកកុំដើរតាមក្រៅខ្ញុំទៀតអី ខ្ញុំគ្មានបំណងដាក់ពីនាងទេគ្រាន់តែតាំងពីតូចរហូតដល់ធំមនុស្សគ្រប់គ្នាដែលនៅក្បែរខ្ញុំតែងគិតពីឋានៈរបស់ខ្ញុំជាអ្នកស្នងមរតកមានតែនាងម្នាក់គត់ដែលចាត់ទុកខ្ញុំជាបុគ្គលិកធម្មតានាងព្រមស្ដាប់តាមគំនិតខ្ញុំនិងចេញមុខការពារខ្ញុំ ខ្ញុំយល់ពីអារម្មណ៍លោកកាលពីមុនពួកគេយល់ច្រឡំថាខ្ញុំជាកូនស្រីប្រធានក្រុមហ៊ុនខ្ញុំក៏យល់ថាគ្រប់យ៉ាងនៅជុំវិញខ្លួនហាក់មិនមែនជាការពិត នាងមិនខឹងនឹងខ្ញុំទេ ខ្ញុំមានថាខ្ញុំខឹងនឹងលោកទេខ្ញុំដឹងថាអ្វីដែលលោកធ្វើគឺដើម្បីតែជួយការពារខ្ញុំ គឺថាពេលនោះនាងបានរំលឹករឿងប្រុសស្អាតនៅបារ ព្រះអើយរឿងនេះគួរដោះសារយ៉ាងម៉េចទៅថ្ងៃនោះនៅបារខ្ញុំច្រឡំដេកជាមួយគេហើយនៅយល់ច្រឡំថាគេជាប្រុសលក់ខ្លួនទៀតតាមពិតទៅ ឬនាងឮគេនិយាយតាមខ្ញុំហ៊ានស្បត់ខ្ញុំជាប្រុសត្រឹមត្រូវគ្រាន់តែកាលពីមុនធ្លាប់មានរឿងចៃដន្យបន្តិចបន្តួចកាលនោះខ្ញុំត្រូវគេបង្ខំ សូមទោសខ្ញុំច្រឡំបន្ទប់ខ្ញុំទៅវិញហើយ អេមកវិញភ្លាមនាងត្រូវជឿខ្ញុំស្មោះត្រង់តែនាងម្នាក់គត់អ្នកប្រុសជជែកគ្នានឹងនាងស៊ូមិនត្រូវគ្នាមែនទេគួរឲ្យខឹងខ្លាំងណាស់ស្រីម្នាក់នៅក្លឹបយប់ថ្ងៃនោះនិយាយដើមមិនល្អពីយើងមិនឈប់ធ្វើឲ្យម៉ងយល់ច្រឡំគួរឲ្យឈឺចិត្តមែនអ្នកណាឲ្យអ្នកប្រុសកើតមកសង្ហាធ្វើឲ្យស្រីដល់ចិត្តមិនរួចយើងមិនខ្វល់ថាឯងប្រើវិធីណាទេត្រូវតែវែកមុខស្រីម្នាក់នេះឲ្យឃើញហើយយកនាងមកជួបយើងតែនាងស៊ូឬបំណុលស៊ើបដឹងច្បាស់ហើយរកឃើញក្នុងកងអូហៃហ្វឹងគេយកឈ្មោះអ្នកនាងទៅដាក់ខ្ចីគេរួចទម្លាក់កំហុសឲ្យអ្នកនាងសម្រាប់អ្នកប្រុសដឹងល្បិចទើបចាត់ការតាន់ពេលវេលាបន្ទាប់ពីអូហៃហ្វឹងជាប់គុកបាត់តំណែងមួយនេះនឹងទំនេរខ្ញុំនិយាយជាមួយនឹងលោកប៉ាហើយតំណែងនេះនឹងឲ្យនាងកាន់ អញ្ចឹងមិនដូរជាឡើងតាមខ្សែទេគឺមកពីនាងមានសមត្ថភាពម្យ៉ាងកន្លងមកនាងមានស្នាដៃច្រើនណាស់មកតំណែងនេះក្រៅពីនាងគ្មានអ្នកណាសមទេ ស្រីម្នាក់នេះដំបងបន្លំខ្លួនធ្វើជាកូនស្រីលោកប្រធានឥឡូវប្រើខ្សែស្រឡាយអ្នកប្រុសស៊ូឡើងកាន់តំណែងធំយើងមិនព្រមឲ្យឯងរស់បានសុខទេប្រធានស៊ូនេះជាកាហ្វេដែលខ្ញុំថងជូនអ្នកនាងជាពិសេសដាក់ត្រង់នឹងហើយប្រធានស៊ូខ្ញុំដឹងថាខ្ញុំបានបង្កកំហុសដ៏ធំមួយខ្ញុំដឹងច្បាស់ណាស់ថាខ្ញុំមិនបានធ្វើជាជំនួយការរបស់អ្នកនាងតែសូមវល់យោគយល់ដែលយើងជាស្រីដូចគ្នាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតបានទេ អូហៃហ្វឹងត្រូវដេញចេញពីក្រុមហ៊ុនហើយតែនាងអាចនៅបន្តបានដឹងថាហេតុអីទេអរគុណអ្នកនាងស៊ូអ្នកនាងចិត្តតលាយមិនប្រកាន់មនុស្សដូចជាខ្ញុំកាហ្វេមួយកែវនេះចាត់ទុកថាជាការសំទោសរបស់ខ្ញុំចេញទៅបានទេ ចាបើមានការអីអាចរកខ្ញុំបានពេលនេះស៊ូម៉ងចិត្តដិតនឹងអ្នកប្រុសស៊ូណាខ្ញុំទ្រាំមើលបានដែរចាទងស្អីជាមួយនាងទ្រាំមិនបានហើយចុះយ៉ាងម៉េចឥឡូវពួកគេដូចតែគ្នាទេត្រូវអោនក្បាលលូនក្រាបសុំទោសដូចតែគ្នាលោកបើខ្ញុំជាលោកវិញខ្ញុំមិនទុកអនាគតខ្លួនឯងនៅក្នុងកណ្ដាប់ដៃអ្នកដទៃឡើយសាច់ការមកកុំបោបាច់បងវាយដានអីខ្ញុំរៀបគម្រោងបំផ្លាញស៊ូម៉ងហើយរឿងអាស្រ័យស្នេហានៅក្នុងក្រុមហ៊ុនអាម៉េចនាងបានភីបខ្លានមកពីណាទៅឲ្យដឹងថានាងនៅពេលនេះអ្នកប្រុសស៊ូការពីបំផុតហ៊ានលេងល្បិចធ្វើបាបនាងផងឯងកំសាកញីកាត់ថាបងអតីតមិត្តប្រុសស៊ូម៉ងអ្នកប្រុសស៊ូលើកលែងឲ្យមែនទេតាមកំណត់របស់យើងគួរតែបង្កើតការងារនេះលួចរៀបចំឯកសារខ្លាញ់បន្លំបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងឲ្យខ្ទេចដល់ពេលនោះទៀមទាលុយប្រមាណក៏នាងព្រមឲ្យដែរចាំមើលថាពេលបាត់បង់ភាពស្អាតស្អំហើយតើនាងរកបានយ៉ាងម៉េចកាហ្វេមួយកែវនេះមានបញ្ហាហើយម៉ងកើតអីចេញទៅកុំមកចិត្តខ្ញុំម៉ងកាលពីមុនដែលយើងតាក់ទងនាងគឺនាងអាក្រក់មើលណាស់នឹងមិនឲ្យជាងប៉ះពាល់ទេតែនៅពេលនេះមិនដូចគ្នាឡើយចាំបងប្រុសម្នាក់នេះភ្នំនាងចុះយ៉ាងឈិនចេញឲ្យឆ្ងាយទៅលែងខ្ញុំនៅសៀម
ពេលមនុស្សស្រីនេះជិះថាមកព្រឹបបាននេះថាព្រំមិនថាស៊ូស៊ីជាអចាប៉ុណ្ណាទេក៏គង់តែត្រូវជឹងជុំមកមុនបានដដែលយ៉ាមិញនេះចុះហើយវាមកជួយទីណានបាននប់បុគ្គលិកទាំងអស់ទៅដំណើរកំសាន្តហើយនៅថ្ងៃនេះទោះបីជាស្រីសអក្រក៏មានអ្នកណាមកជួយនឹងដែរលទ្ធផលការងារនៅឆ្នាំនេះគម្រោងលីអានបានកើនឡើង 1% ហើយចំណែកគម្រោងយ៉ាអានវិញកើន 8% ឯណោះ សួស្ដីលេខដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេល ផ្នែកលោកមានកម្មវិធីអីខ្លះល្ងាចនេះឮថាចេញទៅដើរកំសាន្តចុះប្រធានផ្នែកស៊ូទៅជាមួយដែរទេរឿងនេះខ្ញុំមិនសូវច្បាស់ទេអ្នកប្រុសស៊ូលើកទៅប្រជុំនៅរសៀលខ្ញុំមានការបន្ទាន់ត្រូវធ្វើនឹងចាំជិះអាមនុស្សនេះចាឯងនេះធ្វើខុសហើយ យើងធ្វើខុសត្រូវចាំគិតគ្នាពីក្រោយទៀតទៅអូយដាក់នេះឯងចង់ទៅណារ៉ាយជឹងចង់ផឹកចង់ស្រាប់ពីនេះមែនទេមិនថានេះទៅឆ្នាំគីហើយបើចេះទៀតគង់ចាំមកពោជឹងទេអ្នកនៅស្ញឹមមឹងសូសេយៀន នៅស្ញឹមមឹងនៅខាងក្នុងទេបើគ្មានទេឬក៏ទៅដើរលេងបាត់ហើយអ្នកប្រុសស៊ូមកពីមកមិនថាចង់រំលឹករឿងចាស់ដល់ខ្ញុំចូលមកនេះក៏ចាប់បង្ខំខ្ញុំមិនបានធ្វើអ្វីនោះទេខ្ញុំមិនដឹងអីទេលេបសម្ដីគូខររបស់ឯងទុកទៅប្រាប់ប៉ូលីសទៅអ្នកប្រុសស៊ូបើកលុយទៅអ្នកប្រុសរឿងនេះអ្នកប្រុសអាចជួយនាងបានតាចាំបាច់ទៅពេទ្យធ្វើអីយើងជាប្រុសត្រឹមត្រូវជួយផងអ្នកប្រុសចាំខ្ញុំជួយសម្រួលធានា5នាទីទៀតនឹងជួលកញ្ញាទៅដល់ពេទ្យគឺនេះជាតិថ្នាំនៅក្នុងខ្លួនអ្នកជំងឺមិនសាបអស់ហើយញ៉ាំទឹកឲ្យច្រើននំចេញមកនឹងអស់ហើយអរគុណលោកគ្រូពេទ្យកាលនោះខ្ញុំមិនសូវជាមានស្មារតីនៅក្នុងខ្លួនបើសិនជាខ្ញុំបានធ្វើអ្វីមិនសមរម្យនោះលោកកុំប្រកាន់ខ្ញុំអីហេតុអីនាងមិនប្រាប់ខ្ញុំប្រាប់លោករឿងអីទេនេះគេបានដឹងហើយមែនទេថាខ្ញុំកើតមហារីកខួរក្បាលនាងលាក់គ្រប់យ៉ាងទុកខ្ញុំដូចមនុស្សល្ងងសប្បាយលេងណាស់ទៅខ្ញុំធ្លាប់បង្ហើបប្រាប់លោកតែមកចាំងវិញទៀតវាមិនមែនជារឿងល្អត្រូវដឹងទេមិនមែនជារឿងល្អតែជាមួយខ្ញុំគួរឲ្យខ្មាស់ណាស់ថាម៉េចបើគុំតែស្នាមខ្នៅលើខ្នងខ្ញុំប្រហែលជាមិនចាំនាងទេស៊ូម៉ងបានខ្លួនគេហើយរត់នាងមិនធម្មតាមែនតែនេះគឺជាមន្ទីរពេទ្យនិយាយតិចបានហើយហ៊ានធ្វើតែមិនហ៊ានទទួលខុសត្រូវប្រធានផ្នែកស៊ូចង់កិច្ចវេះមែនទេខ្ញុំផ្ដល់ឋានៈត្រឹមត្រូវមួយឲ្យខ្ញុំនឹងមិនដេញដោលទៀតនោះទេឋានៈអីទៅនេះគេចង់តាក់ទងខ្ញុំមែនទេក៏ប៉ុន្តែខ្ញុំរੂបានតែ10ថ្ងៃទៀតប៉ុណ្ណោះអ្នកប្រុសស៊ូលោកជាអ្នកស្នងមរតកសម្ព័ន្ធស៊ូកុំចំណាយពេលអត់ប្រយោជន៍ជាមួយខ្ញុំអីឬដោយសារអត្តសញ្ញាណខ្ញុំទើបធ្វើឲ្យនាងមានអារម្មណ៍ថាមានសម្ពាធអញ្ចឹងខ្ញុំផ្អាកធ្វើជាអ្នកស្នងមរតកសិនក៏បានឬខ្ញុំចាក់ចេញទៅបង្កើតអ្វីជារបស់ខ្លួនឯងសិនហេតុអីលោកបញ្យល់ពីបំណងខ្ញុំសោះអីអញ្ចឹងកន្លងមកលោកសម្រាប់ខ្ញុំត្រឹមជាមិត្តប៉ុណ្ណោះនាងមកលេងសើចអារម្មណ៍ខ្ញុំមុនបាទលោកនៅតែប្រកាន់ខឹងនឹងរឿងកាលពីយប់នោះទៀតហើយមិនព្រមបំភ្លេចវាចោលខ្ញុំអាចសងលោកវិញបាននាងចាត់ទុកខ្ញុំជាស្អីលោកជាមនុស្សល្អ ហ
សុំទោសខ្ញុំមិនចង់ឲ្យលោកពិបាកដោយសារខ្ញុំទេ អ្នកប្រុសរបស់ដែលអ្នកប្រុសឲ្យខ្ញុំរៀបចំចោលទៅមិនយកទៅជួលកញ្ញាស៊ូទេថ្ងៃក្រោយកុំរំលឹកពីនាងនៅមុខយើង អ្នកកសែតលីនខ្ញុំជាម៉ាក់បង្កើតស៊ូម៉ឹងម៉ឹង ទេបំផុតមីងទទួលទូរស័ព្ទខ្ញុំហើយមីងត្រៀមខ្លួនផ្ដល់ប័ណ្ណសម្ភារឲ្យមែនទេ ត្រៀមរួចហើយរឿងប្រាក់ដែលនាងនិយាយកាលពីលើកមុននោះ មីងទុកចិត្តចោះឲ្យតែព័ត៌មានមានតម្លៃគ្រប់គ្រាន់រឿងលុយកាក់ខ្ញុំមិនខ្វះឲ្យ ល្អ ឡើយ ល្អមិនបាច់ភ័យទេបន្តិចទៀតគ្រាន់តែនិយាយអ្វីដែលខ្ញុំប្រាប់មុននេះទៅគឺបានហើយសួស្តីប្រិយមិត្តប៉ុន្មានថ្ងៃមុនក្រុងយេឆឹងមានព័ត៌មានវីរៈនារីជួយសង្គ្រោះមនុស្សតាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនថ្ងៃនេះពួកយើងបានអញ្ជើញភាគីពាក់ព័ន្ធពីររូបចូលមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនសួស្តីខ្ញុំចង់សួរថាថ្ងៃនេះហេតុអីកញ្ញាស៊ូមិនអាចមកចូលរួមក្នុងកម្មវិធីនេះបាន តាមពិតទៅពេលនេះនាងកំពុងសម្រាប់ព្យាបាលដោយចាក់គីមីនៅពេទ្យគ្រប់គ្នាដឹងហើយថានាងបានជួយគេតែមិនដឹងឡើយថានាងបានកើតមហារីកខួរក្បាលដំណាក់កាលចុងក្រោយ មិនក៏ទៅជាអញ្ចឹង តាមពិតទៅនាងរស់បានតែ10ថ្ងៃអីទៀតប៉ុណ្ណោះកាលពីជាង10ថ្ងៃមុនកូនស្រីខ្ញុំទើបតែព្រមប្រាប់ខ្ញុំពីរឿងអាក្រក់នេះនាងដើម្បីកុំឲ្យខ្ញុំបារម្ភនាងតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺនេះតែម្នាក់ឯងខ្ញុំដឹងថាសកម្មភាពដ៏ក្លាហានរបស់នាងព្រោះនាងចង់ធ្វើកិច្ចការមួយមានន័យបំផុតសម្រាប់សង្គមជាតិមុននឹងនាងត្រូវស្លាប់ទៅនាងបានត្រៀមខ្លួនរួចហើយក្នុងការលះបង់ជីវិតរបស់ខ្លួនដើម្បីដោះដូរនឹងជីវិតក្មេងស្រីដ៏ស្លូតត្រង់ម្នាក់កូនស្រី បងស្រី ពួកយើងទាំងពីរពិតជាមានមោទនភាពខ្លាំងណាស់អាឡូ អ្នកនាងស៊ូម៉ងម៉ងមែនទេ គឺខ្ញុំលោកជាអ្នកណា ខ្ញុំហាងផ្ដល់សេវាកម្មរៀបចំប័ណ្ណសពលំដាប់ប្រណិតមួយខ្ញុំមើលប័ណ្ណសម្ភារកញ្ញាហើយហាងជើងសម្រាប់ផ្ដល់ជូនកញ្ចប់សេវា VIP ជូនដល់កញ្ញាមួយឈុតសំសួរពីណាកញ្ញាទំនេរអាចមកពិភាក្សាគ្នា លោកនិ បាន យាយស្អីហ្នឹង បើកញ្ញាព្រមស្លៀកឈុតហាងជើងដើម្បីថតវីដេអូឃ្លីបផ្សព្វផ្សាយគឺជាការល្អណាស់ ខ្ញុំមិនត្រូវការទេមនុស្សឈួតទេដឹងអ្នកណាគេ ស្ដីពួកយើងខំមកពីសេវាកម្មជូនដ្ឋាននៅក្រុងជាឆឹងសំសួរកញ្ញាស៊ូម៉ងមែនទេ មែនគឺខ្ញុំ យើងមករៀបចំភ្នំប្រណិតមួយប្លង់ជាប់ភ្នំនិងមានទឹកព័ទ្ធជុំវិញតើផ្លាភ្នំអ្នកនាងចង់សរសេរពីអ្វីដែរ ពួកនេះហួសហេតុមែនខ្លាចខ្ញុំមិនស្លាប់មែនទេរៀបចំអ៊ុនសពឲ្យខ្ញុំមែនទេបញ្ចុះរឿងបោជាខ្ញុំចង់ដែរទៅ និយាយស្អីហ្នឹង លោកគ្រូពេទ្យចាង ហួសថ្ងៃមកពិនិត្យសុខភាពមិនក៏នាងមិនទាន់មកទេ លោកគ្រូពេទ្យចាងទោះជាពីនិនក៏ខ្ញុំនៅតែរួមមិនបានយូរហេតុអីត្រូវខាត់ពេលទៅពីនិន ហើយតាមខ្ញុំដឹងវ័យរបស់នាងនេះការជំងឺនេះប៉ះទង្គិចផ្លូវចិត្តខ្លាំងតែមិនអាចបានមកព្យាបាលទេប្រហែលថ្ងៃមុនមានអ្នកជំងឺដូចនាងឈ្មោះដូចនាងអញ្ចឹងតាមពិតនាងរកបានតែមួយខែទៀតប៉ុណ្ណោះតែក្រោយព្យាបាលឥឡូវនាងអាចរកបានកន្លះឆ្នាំ ឈ្មោះនេះដូចគ្នាបេះដាក់នឹងឈ្មោះរបស់ខ្ញុំតែបានលោកគ្រូពេទ្យចាងខ្ញុំយល់ហើយអញ្ចឹងចាំពេលខ្ញុំទំនេរខ្ញុំទៅរកលោក សម្លាញ់ការអីទៀតហើយមែនទេមិត្តភក្តិដែលនៅជួយការពីលើកមុនគឺជារឿងខ្លួនឯងមែនទេមើលតាមស្ថានភាពនៅពេលនេះស្រីដែលស្រឡាញ់គឺជាពុនស្រីឯងពិតមែនឬមួយក៏មិនមែនទេអញ្ចឹងគឺល្អហើយចុះហេតុអីនៅធ្វើមិនសប្បាយចិត្តសារភាពហើយតែត្រូវបដិសេធមិនអាចទេក៏មកបោកជើងអីមុខមាត់រូបរាងសង្ហាដូចជាឯងថែមទាំងជាកូនអ្នកមានទៀតប្រាប់ចុះណាខ្ញុំកើតមកជាប្រុសទេបើកើតមកជាស្រីគឺតាមញ៉ាឯងបាត់ហើយ បើពិតជាស្រឡាញ់នឹងមែនកុំឆាប់បបោះពេកអីរឿងប៉ុណ្ណាកងចាញ់ពីអង្គបនៅថ្ងៃក្រោយទៅមិនចាំបាច់ភ័យរឿងញ៉ាយស្រីមិនបាននោះទេនិយាយច្បាស់ហើយថាទុកខ្ញុំទៅជីវិតមួយជីវិតមនុស្សម្នាក់មាន10ឆ្នាំប៉ុន្មានដងបើឯងបោះបង់នៅពេលនេះនៅពេលដែលចាស់ទៅឯងនឹងស្ដាយក្រោយមិនខានទេដូច្នេះហើយបើសិនជាចង់ធ្វើអ្វីមួយដែលមិនធ្វើឲ្យខ្លួនឯងស្ដាយក្រោយត្រូវតែកុំឆាប់បោះបង់ប្រហែលថ្ងៃខាងមុខយើងមើលព័ត៌មានមួយនៅក្រុងជាឆឹងនេះមាននារីក្លាហានម្នាក់ជួយសង្គ្រោះជីវិតគេតែនាងបែរជាកើតមហារីកសពពេលវេលារួមមិនបានជួននោះទេសូម្បីតែមនុស្សដូចជានាងក៏នៅតែជំនះភាពលំបាកបានហើយចុះឯងហេតុអីក៏ជំនះមិនបានជានារីម្នាក់ណាទៅមានមនុស្សទៅជីកកាយព័ត៌មានពីនារីម្នាក់នោះមកឮថានាងគឺជាបុគ្គលិកក្រុមហ៊ុនឯងទៀតគឺស៊ូម៉ងត្រូវគឺឈ្មោះនឹងហើយឯងនិយាយថាម៉េចចាំបាច់ផ្ញើផ្អើមកលេ សូស៊ីយានបើសិនជាខ្ញុំនិយាយថាបើសិនជាមានថ្ងៃមួយលោកស្រាប់តែរកខ្ញុំមិនឃើញតើលោកនឹងកើតទុកខ្លះទេ ឯណាព័ត៌មាននោះយកឲ្យយើងមើលបន្តិចមើល
អរគុណពួកយើងនឹងព្យាយាមរឹងមាំ ត្រូវហើយនេះជាការផ្សាយរបស់ខ្ញុំជាម្ដាយបង្កើតរបស់ស៊ូម៉ឹងម៉ឹងវីរៈនារីនៅក្រុងយៀនឆឹង អរគុណអ្នកទាំងអស់គ្នាអរគុណដែលគាំទ្របងស្រីខ្ញុំ និយាយតាមត្រង់ចុះដើម្បីព្យាបាលចាក់គីមីឲ្យនាងប្រាក់សន្សំនៅផ្ទះពួកយើងចិត្តចាយអស់ទៅហើយតែមិនថាលំបាកប៉ុណ្ណាឲ្យតែមានក្តីសង្ឃឹមសេះសល់តែបន្តិចក៏ពួកយើងមិនបោះបង់ដែរមកកាយមកទីនេះឡាយផ្សព្វផ្សាយបោកប្រាស់មហាជនចង់ល្បីដោយការបំពុលសង្គមមើលតាមសមត្ថភាពខួរក្បាលអ្នកទាំងពីរល្បិចនេះគិតមិនចាញ់ទេ លុយខ្ញុំទុកការប្រពន្ធនឹងយកចាយអស់ហើយគ្រាន់តែយកឈ្មោះនាងរកលុយបន្តិចជួយមិនបានទេ ថ្ងៃពួកយើងនៅលើដំបូលអាគារនោះខ្ញុំបានប្រមានរួចហើយអ្នកទាំងពីរមិនត្រឹមតែមិនកែខ្លួនទេនៅធ្វើហួសហេតុជាងមុនទៀតអ្នកណាឲ្យអ្នកទាំងពីរលួចទៅផ្ដោតបទសម្ភារប្រកាសថាខ្ញុំកើតមហារីកអ្នកណាឲ្យអ្នកទាំងពីរយកឈ្មោះខ្ញុំទៅប្រើដើម្បីរៃអង្គាសប្រាក់ធ្វើអ្នកមានបែបនេះរឿងទាំងអស់នេះជាគំនិតរបស់យើងពពោះឯង9ខែ10ខែលំបាកណាស់ទើបកើតឯងចេញមកយើងខំចិញ្ចឹមឯងដល់ធំឯងរស់មិនបានប្រហែលថ្ងៃទៀតដដែលទុកលុយឲ្យពួកយើងខ្លះតើមានអីខុសឆ្គងទៅ ហើយនាងគេអាចបានតែប្រហែលថ្ងៃទៀតទេមនុស្សចិត្តស្លាប់បាត់ទៅហើយចាំបាច់តែខ្វល់រឿងអស់នេះធ្វើស្អីប្រយ័ត្នតែខឹងដាច់សរសៃខួរក្បាលស្លាប់មុនកំណត់ទៅអើយបាក់អើយនាងផ្ទះកំភ្លៀងខ្ញុំមើលអូយ ត្រូវហើយយើងតែក៏ភ្លៀងឯង តែយើងមិនហ៊ានបាយមនុស្សស្រីអាយុខ្លីអសោះណាអូយ បើហ៊ានទៅហាមាត់ម្ដងទៀតស៊ីពីក៏ភ្លៀងខែមិនខាត់ទេស៊ូម៉ឹងម៉ឹងអញឥឡូវនេះខ្លាំងដៃណាស់ហ៊ានមកកេងក្អាងនៅក្នុងផ្ទះយើងផងគិតថាទទួលបានពានរង្វាន់ហើយអញគ្រាន់បើអាចដើររំលងក្បាលអ្នកណាក៏បានអញ្ចឹងមែនទេពេលយកឈ្មោះខ្ញុំទៅរកលុយមិញនេះដូចមិនរត់ទាក្អេងក្អាងដូចឥឡូវនេះទេយើងនឹងវិញយ៉ាងម៉េចចង់សងសឹកជូនកូនប្រុសបណ្ដោចិត្តទេយើងវាយអញឲ្យងាប់មីកូនអកតញ្ញូថាទៅមើលបើខ្ញុំព្រមទទួលប័ណ្ណសម្ភារអ្នកកសែតលីននៅពេលនេះចាំមើលអ្នកទាំងពីរមានតម្លៃឲ្យគេប្រើទៀតទេវីរៈនារីកើតជំងឺមហារីកម្នាក់ត្រូវគេធ្វើបាបនិងរងហិង្សាក្នុងគ្រួសារតាំងពីតូចដល់ធំរឿងនេះគួរឲ្យចាប់អារម្មណ៍ជាងរឿងអ្នកទាំងពីរប្រឌិតទៅទៀតអញចង់បានន័យថាម៉េចបើឲ្យដឹងថាយកឈ្មោះខ្ញុំទៅប្រើរកលុយកាក់បន្តទៀតនោះខ្ញុំនឹងយករឿងអ្នកទាំងពីរធ្វើបាបខ្ញុំទៅប្រកាសប្រាប់គេឯងខ្ញុំចង់ដឹងណាស់ថាតើមានស្រីណាចង់រៀបការជាមួយស៊ូតាប៉ៅប្រុសអត់បានការចាំតែអាំងម្ដាយកាន់តែចង់ដឹងទៀតថាម្ដាយក្មេកដែលស្រឡាញ់កូនប្រុសជាងកូនស្រីទុកកូនស្រីមិនស្មើកញ្ចក់ដាច់ថ្លៃនឹងមានកូនប្រសារស្រីបែបណាខ្ញុំធ្លាប់ស៊ូទ្រាំនឹងការមើលងាយធ្វើបាបចង់ចេញពីទីនេះមកជាយូរហើយតែថ្ងៃនេះដល់ពេលត្រូវចាក់ចេញបែរជាមិនអាចអាឡ័យទៅវិញប្រធានផ្នែកស៊ូពិតជាទៅមែនទេសូមតបប្រធានផ្នែកស៊ូពីមុនខ្ញុំមិនដឹងអីទៅបង្ករឿងឲ្យអ្នកនាងច្រើនយ៉ាងនេះឥឡូវនេះខ្ញុំពិតជាស្ដាយក្រោយណាស់សូមតបប្រធានផ្នែកស៊ូមិនបាច់សុំទោសទេរឿងកន្លងផុតហើយប្រធានផ្នែកស៊ូពួកយើងអាចជួបគ្នាទៀតបានទេគឺនាងទៀតហើយយើងធ្លាក់ខ្លួនមកធ្វើការបែបនេះគឺដោយសារតែនាងហ្នឹងចេនណានាងធ្វើអាក្រក់ច្រើនណាស់ការដែលនាងធ្លាក់ខ្លួនដល់ចំណុចនេះគឺដោយសារទង្វើពីមុនរបស់នាងត្រូវហើយយើងបំផ្លាញឯងមិនបានសម្រេចតែទេវតាមិនឈប់អាប់ដៃមើលឡើយចុងក្រោយអ្នកដែលត្រូវសាច់គឺយើងដដែលឯងឡើងជាប្រធានចាត់ការទូទៅអ្នកប្រុសចូលចិត្តតាយ៉ាងម៉េចបើគេដឹងរឿងថានាងឈឺគេច្បាស់ជាទាត់នាងចោលមិនខាននៅតែនាងគួរអាណិតជាងយើងមិនក៏លោកមកទីនេះបងមកយឺតពេលបងដឹងរឿងអស់ហើយបងនឹងជូនអូនទៅពេទ្យភ្លាមតោះ នាងកាត់មហារាជដំណាក់កាលចុងក្រោយគ្មានអ្នកណាព្យាបាលជានោះទេ នាងបិទមាត់ទៅ សុកចិត្តបោកអារម្មណ៍ខ្លួនឯងដើម្បីរស់នៅក្បែរស្រីចិត្តស្លាប់បែបនេះមើលទៅឈួតអស់ហើយ ទោះជារស់នៅជាមួយគ្នាបានតែប្រហែលថ្ងៃទៀតក៏នៅមានតម្លៃជាងនៅជាមួយអ្នកផ្សេងដែរបងមិនចង់ស្ដាយក្រោយទេ បើអញ្ចឹងទៅស្លាប់ទាំងពីរនាក់ទៅមិនមែនខ្ញុំទេមិនមែនខ្ញុំទេ មានរឿងអីដែរអ្នកប្រុសមិនអីទេហ៎ លោកចាំមកកុំអភ័យខ្ញុំណា ឃើញទេនាងនៅតែបារម្ភពីខ្ញុំ លោកឈួតមែនទេនៅមកនិយាយលេងទៀតអូ ចាប់ស្រីម្នាក់នេះទៅដាក់ពេទ្យឈួតទៅកុំឲ្យនាងចេញក្រៅអស់មួយជីវិត ខ្ញុំអត់ឈួតទេខ្ញុំអត់បានឈួតទេ មានឈឺត្រង់ណាទៀតទេអញ្ចឹងខ្ញុំទៅវិញហើយ
ឈឺត្រង់ណា មាននាងនៅមិនឈឺទេនាងទៅខ្ញុំនឹងឈឺ នេះលោកចំណាស់ណាហើយនៅធ្វើរឹកពីដោយកូនក្មេងទៀត ខ្ញុំខ្លាចថាបើខ្ញុំលែងដៃនាងនឹងរលាយបាត់ទៅ សូស៊ីយានខ្ញុំអាចរੂបានតែប្រហែលថ្ងៃទៀតទេកាលដែលលោករត់មករងកំបិតចំនួនខ្ញុំពិតជាខ្ជះខ្ជាយជីវិតណាស់ ដឹងតែខ្ញុំមិនអាចឲ្យមនុស្សដែលខ្ញុំស្រឡាញ់រងការឈឺចាប់ឡើយសម្ដីដែលខ្ញុំនិយាយលើកមុនសុទ្ធតែជាការពិតហើយលើកនេះនាងក៏បដិសេធខ្ញុំបានទេ លោកនៅតែមិនយល់ពីចេតនាខ្ញុំទៀតមែនទេលោកគឺជាប្រុសល្ងងបំផុតនៅលើលោកនេះតាមសមត្ថភាពរបស់លោកចង់រកនារីល្អជាងខ្ញុំមិនពិបាកទេលោកមានដឹងទេថាប្រហែលថ្ងៃទៀតខ្ញុំប្រហែលជាត្រូវជ្រុះសក់អស់ពីក្បាលហើយសូម្បីនិយាយស្ដីក៏មិនអាចដូចមុនទៀតដែរ是曾是对方无谓的希望现在谁又代替我住 អ្នកប្រុសខ្ញុំមិនបានខែអ្វីទាំងអស់អ្នកតែពីរបន្តទៀតចុះអូនត្រូវជឿបងជឿជាក់លើស្នេហាពួកយើងមិនថាថ្ងៃក្រោយមានរឿងអីកើតឡើងយើងនឹងឆ្លងកាត់ជាមួយគ្នាអូនត្រូវតែសន្យានឹងបងត្រូវតែព្យាបាលជឿបងនឹងរកវិធីព្យាបាលអូនឲ្យជានៅមានរឿងសំខាន់មួយទៀតដាច់ខាតមិនឲ្យនិយាយថាមិនស្រឡាញ់បងទេ បានថាម៉េចខ្ញុំមិនបានជឿអីទេ បើតាមមើលលិខិតពិនិត្យក្នុងខួរក្បាលអ្នកនាងមិនមានទុំសាច់ទេ ក៏ប៉ុន្តែលើកមុនគឺលោកគ្រូពេនដែលយករបាយការណ៍ពិនិត្យសុខភាពឲ្យខ្ញុំមើលប្រាប់ខ្ញុំថាជាមហារីកខួរក្បាលដំណាក់កាលចុងក្រោយ ឬមួយការធ្វើរោគវិនិច្ឆ័យនេះខុសទេគឺអាចទៅរួចដែរសំណងជាធ្វើស្កេនខួរក្បាលកាលពីលើកមុនមានបញ្ហាច្រឡំគ្នា ម៉ងពីលថតស្កេនខួរក្បាលម៉ងបានហើយខ្ញុំអញ្ចឹងតើបានជាកេលានុបដ្ឋាយិកានោះរស់រាយរាក់ទាក់ខ្ញុំយ៉ាងនេះថែមទាំងហៅខ្ញុំថាម៉ង លោកគ្រូពេទ្យហេតុអីកម្រិត ACG របស់នាងឡើងខ្ពស់ម្ល៉េះឃើញថាកម្រិតស្តង់ដារគឺត្រឹម0ដល់5ប៉ុណ្ណោះលោកគ្រូពេទ្យជួយពិនិត្យបន្តិចបានទេចូលរួមត្រេកអរផងបានន័យថាម៉េចលោកគ្រូពេទ្យចាងនិយាយឲ្យត្រង់មកពួកយើងទទួលយកបានទាំងអស់ នេះមានផ្ទៃពោះហើយ ខ្ញុំមិនបានកើតមហារីកបែរជាមានកូនទៅវិញជួយក្តីខ្ញុំបន្តិចមើលខ្ញុំយល់សពមែនទេអូយយបញ្ជាក់រួចហើយនេះជាការពិត អាឡូ កញ្ញាសូខ្ញុំជាអ្នកកសែតលើកមុនពួកយើងធ្លាប់ជួបគ្នានៅពេទ្យខាងស្ថានីយ៍ពួកយើងចង់រៀបចំចាប់ផ្សាយជាលើកចុងក្រោយមុនពេលកញ្ញាលាចាក់លោកសង្ឃឹមថាកញ្ញាផ្ដល់កិត្តិយសចូលរួមចំណែករឿងប្រាក់កម្រៃវិញនោះ ខ្ញុំនឹងចូលរួម ចឹងល្អណាស់ខ្ញុំនឹងផ្ញើពេលវេលានិងទីតាំងឲ្យកញ្ញា ពួកគេចង់សភាអូនមែនទេ ជ្រុលជាទេវតាផ្ដល់ឱកាសលើកទី2ឲ្យចាពួកបញ្ញាក្អែកដែលសេះសល់ត្រូវតែកម្ចាត់ឲ្យស្អាត សួស្តីប្រិយមិត្តគ្រប់គ្នាបន្ទាប់ពីកម្មវិធីលើកមុនបានចាក់ផ្សាយតាមដែលខ្ញុំដឹងមានសប្បុរសជនជាច្រើនអ្នកបានផ្ញើជំនួយដល់កញ្ញាស៊ូមិនដាច់ឡើយនេះជានិមិត្តរូបឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយនិងកម្លាំងសាមគ្គីរួមកញ្ញាស៊ូសូមសួរថាជីវិតប្រចាំថ្ងៃរបស់កញ្ញាមានប្រែប្រួលអ្វីខ្លះក្រោយពីការចុះផ្សាយពីកញ្ញា និយាយដល់រឿងនេះវាពិតជាមានការប្រែប្រួលខ្លាំងមែន អញ្ចឹងជួយចែករំលែកតិចមក តាមពិតទៅជំងឺរបស់ខ្ញុំគឺជាការយល់ច្រឡំតែអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈមួយចំនួនមិនចោះស្រាវជ្រាវព័ត៌មានឲ្យច្បាស់បែរជានាំគ្នាសរសេរព័ត៌មានមិនពិតឡើងដើម្បីចង់បានការតាក់ទាញនឹងចំនួនអ្នកទស្សនាត្រង់នេះបង្កភាពរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃខ្ញុំនេះអ្នកកសែតលីននាងគិតយ៉ាងម៉េចដែរ ខ្ញុំ នាងឈិញនាងត្រូវបញ្ឈប់ពីការងារហើយពីអ្នកដែលផ្ដល់ព័ត៌មានមិនពិតការពីលើមុនត្រូវបានដកហូតប្រាំរង្វាន់ទាំងអស់មកវិញរួមទាំងសងការពីដីដែលបានបំពេញកិច្ចសន្យាទៀត អ្នកប្រុសស៊ូទោះមិនភ្ជាប់មេស័យនិងកោស័យលំដាប់អភិជននៃក្រុមហ៊ុនយ៉ាទាំង4ហើយណាស់ក៏រកដៃគូមានតំណប្រហាក់ប្រហែលគ្នាដែរស៊ូមកម្នាក់នេះឧស្សាហ៍មានចុះព័ត៌មានចេញមុខជាសាធារណៈអាចអតិពលមិនល្អដល់គេឈ្មោះលោករួមទាំងក្រុមហ៊ុនទាំងមូលអតិពលមិនល្អ របាយការណ៍ហិរញ្ញវត្ថុចុងក្រោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើង 10% ត្រឹមមួយខែចុងក្រោយនេះសម្រាប់បានទំហំពាណិជ្ជកម្មស្មើនឹងពាក់កណ្ដាលនៃប្រចាំឆ្នាំមុននិងកើនឡើងខ្ពស់លំដាប់ 30 លទ្ធផលទាំងនេះសុទ្ធតែទទួលបានពីអ្នកដែលពួកលោកហៅថាឥទ្ធិពលអាក្រក់ស៊ូមឹងបើគ្មាននាងជួយជំរុញការផ្សព្វផ្សាយក្រុមហ៊ុនយើងភាពជោគជ័យនេះក៏មិនអាចទៅរួចដែរខ្ញុំគិតថាកន្លងមកអស់លោកបណ្ដាព្យាយាមស្វែងយល់ពីគំនិតស៊ូមឹងនាងមានគុណធម៌និងភាពក្លាហានមិនចេះពាក់ក្បាំងមុខ នឹងជានារីម្នាក់គត់ដែលអាចដើរតាមខ្ញុំអស់មួយជីវិត
ពេលមុនអូនធ្លាប់គិតថាជាតិនេះអូនរួមមកដល់អាយុ26ឆ្នាំទេតែមិននឹកស្មានថាអូនបែរជាមិនឈឺអ្វីសោះមើលតែទេវតាចង់ផ្ដល់ឱកាសឲ្យអូនកើតថ្មីម្ដងទៀតហើយ មកពីទេវតាអាណិតបងមិនចង់ឃើញបងឯកោដល់ខ្លះ ដើមឡើយអូនគិតថាការដែលមានជីវិតទី2វាជារឿងដែលរីករាយជាទីបំផុតតែមិនស្មានថាបែរជាចំណេញបានបងថែមម្នាក់ទៀតមិនតែប៉ុណ្ណោះថែមទាំងបង្កើតបានដំណាក់ឈាមថ្មីម្នាក់ទៀតអូនមានអារម្មណ៍ថាខ្លួនឯងជាមនុស្សស្រីមានក្តីសុខបំផុតនៅលើโลกនេះ អូននៅលំដាប់ទី2ទេ មិនក៏បងនិយាយអញ្ចឹង ព្រោះបុរសដែលបានអូននៅក្បែរទើបមានក្តីសុខបំផុតលើលោកបងស្ម័គ្រក្បែរនឹងឆ្លងកាត់ឧបសគ្គជាមួយអូនរហូតមានសុខរួមសុខមានទុក្ខរួមទុក្ខស៊ូមឹងរៀបការជាមួយបងទៅ អូនយល់ព្រម 삶의 모든 걸